ងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អឃុំត្រែងត្រយឹងគឺជាឃុំមួយក្នុងចំណោមឃុំទាំង8របស់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនៅតំបន់នេះបងប្អូនប្រជាពលរដ្ឋយើងក្រៅពីបម្រើការងារជាមន្ត្រីរាជការនិងអ្នកជំនួញហើយមួយភាគធំគឺប្រកបការងារកសិកម្មធ្វើស្រែចម្ការបើនិយាយពីការដាំដុះពួកគេបាននឹងកំពុងតែខិតខំដាំដំណាំជាច្រើនប្រភេទនៅលើផ្ទៃដីជាច្រើនហិកតាទៅតាមលទ្ធភាពរៀងៗខ្លួនក្នុងនោះរួមមានដំណាំដូងក្រអូបផងដែរដែលបងប្អូនប្រជាកសិករយើងនៅឃុំត្រែងត្រយឹងជាច្រើនគ្រួសារបានដាំដំណាំនេះក្នុងចំណោមគ្រួសារកសិករដែលបានដាំដំណាំដូងក្រអូបទាំងនោះរួមមានក្រុមគ្រួសារប្អូនប្រុសស៊ុននំនិងប្អូនស្រីសំរិទ្ធស្រីមាសផងដែរដោយពួកគេបានដាំដំណាំដូងក្រអូបនេះជាច្រើនហិកតាកំពុងតែចេញផ្កាផ្លែជាច្រើនគួរឲ្យកត់សម្គាល់ឥឡូវនេះក្រុមការងារយើងក្រោមការចង្អុលបង្ហាញពីលោកស្រីកែវសុផានមេឃុំត្រែងត្រយឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនិងលោកប៊ួយខនអនុប្រធានយុវជនឃុំត្រែងត្រយឹងនិងជាប្រធានផ្សារត្រែងត្រយឹងលោកស្រីនិងលោកកំពុងមានវត្តមាននៅក្នុងចំការដូងក្រអូបនេះដែរមុននឹងជួបសំណេះសំណាលជាមួយប្អូនប្រុសស៊ុនណប់ស្ដីពីបទពិសោធន៍ក្នុងការដាំដំណាំដូងក្រអូបកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ក៏សូមការអនុញ្ញាតជួបជាមួយលោកស្រីមេឃុំត្រែងត្រយឹងស្ដីពីការងារមួយចំនួនក្នុងនោះពាក់ព័ន្ធនឹងការងារប្រកបរបរកសិកម្មក្នុងឃុំដែលជាដំណាំសក្តានុពលមួយចំនួនផងដែរទិដ្ឋភាពនិងខ្លឹមសារមានដូចតទៅសូមជម្រាបជូនដល់លោកស្រីអ្នកនាងកញ្ញាផងដែរកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ផ្សាយជូនលោកអ្នកនៅថ្ងៃសៅរ៍វេលាម៉ោង 10 រហូតដល់ម៉ោង 11 យប់និងផ្សាយជូនឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកដូច្នេះសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឧបត្ថម្ភឡើងដោយធុងទឹកហាស់ដឺអូឥឡូវនេះធុងទឹកហាស់ដឺអូបានផលិតនៅធុងទឹកប្រភេទថ្មីដែលមានចំណុះរហូតដល់ 20,000 លីត្រជាជំនួយសម្រាប់ជួយដល់ក្រុមហ៊ុនធំៗរោងចក្រសហគ្រាសជាពិសេសមូលដ្ឋានកងទ័ពអាចប្រើប្រាស់បានគ្រប់កលៈទេសៈហើយអាចស្តុកទឹកបានក្នុងការបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុថែមទៀតផងធុងទឹកហាស់ដឺអូមានជ័រជាប់ស្វិតមិនកាន់ស្លាយឬក៏ស្រាយធានារយៈពេល15ឆ្នាំមានច្រើនពណ៌ច្រើនខ្នាតស្របតាមតម្រូវការរបស់អតិថិជនលោកអ្នកអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ012 999 996លោកអ្នកនាងជាទីគោរពនិងជាទីមេត្រីចាមិញហ្នឹងលោកអ្នកបានឃើញទស្សនវិជ្ជាចំការដូងក្អូបរបស់អូនណប់ធំហើយរីករាយមែនតើអូនណប់ដឹងមិនថ្ងៃនេះយើងមានកិត្តិយសហ្នឹងមែនទេចាដោយសារតែបានបងស្រីមេឃុំត្រែងត្រយឹងអញ្ជើញមកជាមួយយើងដែរហើយមានលោកអនុប្រធានយុវជនទៀតណាលោកខនក៏ចូលរួមមួយយើងលើកទី2យើងជួបគ្នាណាតែបងចាំលើកទី1ចាហើយមិនថាបងពេលបងឃើញទស្សនវិជ្ជាអញ្ចឹងចាក្នុងនាមខ្ញុំជាមេឃុំត្រែងត្រយឹងចាខ្ញុំមកឃើញសកម្មភាពបងប្អូនប្រជាពលរដ្ឋយើងហ្នឹងគាត់បានដាំដំណាំចាដូចជាដូងក្អូបនេះគ្នាប៉ុន្តែតម្លៃមានច្រើនទៅទៀតចានេះដោយសារចំការអូនណប់នេះហើយកន្លងមកយើងបានចុះសពគ្រប់ពេលឥឡូវថ្ងៃនេះបានមកដល់ចការនេះផ្ទាល់តែម្ដងគឺរាយចិត្តខ្លាំងមែនទែនចាពេលមកដល់ខ្ញុំឃើញចការរបស់អូនណប់ហ្នឹងមានដូងក្អូបហើយឃើញមានត្រេនទៀតប៉ុន្តែយើងមិនគួរទេណាយើងមកខែអស់ផ្លែត្រេនចាប៉ុន្តែតំបន់ខ្លះដូចជាមានចន្លោះខ្លះដឹងណប់អូនឯងដឹងហ៎បើត្រេននៅតំបន់នេះដូចអត់សូវមានអ្នកណាដាំបានទេអស់ហើយណាអស់ហើយណាចាបើទៅដូចជាទៅលើទៅនោះវាមានតែបើនៅតំបន់ផ្សេងទៀតយើងមិនដឹងថាគេមានឬក៏អត់ទេណានឹងដល់ពេលយើងនិយាយអញ្ចឹងទៅលោកអ្នកដែលគាត់មានត្រេននៅសល់តិចៗគាត់ថាចេះនៅគាត់មានសោះហ្នឹងប៉ុន្តែអាចុងដៃហីហ្នឹងហើយឥឡូវនេះយើងអត់និយាយពីត្រេនទេយើងមកថ្ងៃនេះគឺយើងចង់ជម្រាបជូនលោកអ្នកអំពីដូងក្រអូបតែដូងក្រអូបហ្នឹងមិនចូលក្នុងចកាក្រអូបទេតោះតែយើងកាប់យកទឹកញ៉ាំមែនទេណ៎បាទបងឥឡូវចេះទៅណ៎មុនយើងជម្រាបជូនលោកអ្នកពីបច្ចេកទេសក្នុងការដាំដំណាំដូង
គួរតែយល់សួរបងស្រីមេឃុំទីសិនណា បាទ បងស្រីគាត់រវល់ណា បាទគាត់រវល់ ចារវល់មែនតើចង់យល់សួរបងពីសក្តានុពលនៅឃុំយើងចាសូមជើញបង ខ្ញុំសូមជម្រាបចឹងថានៅក្នុងឃុំត្រែងយើងទាំងមូលបើយើងនិយាយពីដីសរុបវិញមាន 60000 ហិកតាចាក្នុងហ្នឹងវាដីចំការយើងនិយាយដីចំការគឺមានជាង 30000 ហិកតាចាហើយ 30000 ហិកតាហ្នឹងគឺមានដីទំនេរខ្លះដែលប្រជាកសិករយើងហ្នឹងគាត់អត់មានទុនធ្វើចាហើយអ្នកដែលមានទុនធ្វើគាត់ចេះបរិយមួយឆ្នាំបន្តិចចឹងរហូតដល់ដូចជាក់ស្ដែងនៅកន្លែងនេះដីចាអញ្ចឹងគឺសក្តានុពលបើនិយាយពីយើងនិយាយសម្ដៅទៅសេដ្ឋកិច្ចមូលដ្ឋានណាចង់និយាយថាសេដ្ឋកិច្ចហ្នឹងគឺឧបត្ថម្ភឬក៏ថាដោះស្រាយជីវភាពជានិរន្តរភាពតែម្ដងអញ្ចឹងដំណាំនោះគឺមាន5ដែលយើងអាចថាត្រូវអូសទាញឬក៏យើងចលនាសប្បុរសជនឬមួយក៏អ្នកដែលមានដើមទុនធ្វើវិនិយោគនៅឃុំយើងចាអាចថាវិនិយោគមកដាំជួលដីក៏បានជួលដីចំការក៏បានក៏យើងគាត់មកវិនិយោគជាមួយម្ចាស់ចំការគឺថាទិញដីហ្នឹងក៏បានដែរគាត់អាចលក់ដោះស្រាយសម្រាប់ទៅគាត់ពង្រីកចំការគាត់បន្តទៀតណាអ្នកដីច្រើនហ្នឹងអញ្ចឹងខ្ញុំសូមនិយាយថាសេដ្ឋកិច្ចមាន5ដែលសំខាន់សេដ្ឋកិច្ចមូលដ្ឋានយើងសម្គាល់នៅក្នុងឃុំយើងដើម្បីរីកចម្រើនទៅមុខទៀតសេដ្ឋកិច្ចជាសកលអានឹងចង់និយាយចឹងហ្មងព្រោះអានោះវាដឹកនាំទៅក្រៅប្រទេសណាទី1គឺដងក្អូបហ្នឹងទី2គឺគេហៅថាចំការនៃកែលមៀតស្វាយកែលមៀតអាចឥឡូវហ្នឹងបើតាមយើងដឹងអាចចេញទៅដល់ប្រទេសម៉ាឡេហើយនៅប្រទេសឥណ្ឌាប្រទេសចិនចាយើងអាចគេហៅថាការតែងស្វាយដែររបៀបតែងវាខាត់វាហ្នឹងដាក់ព្រោះស្វាយកែលមៀតកន្លងមកខ្ញុំបានជួបជាមួយម្ចាស់ចំការហើយក៏យើងឃើញទស្សនវិជ្ជាដឹករាប់តោនចារាប់តោនចេញនៅក្នុងនេះហើយទី3នោះគឺសំដៅទៅលើដាំកស៊ូហ្នឹងទៅបានប្រហែលជាដាំចាប់ផ្ដើម2008ចឹងអាចកស៊ូខ្លះមានអាយុ3ឆ្នាំ4ឆ្នាំមកដល់ឥឡូវមាន5ឆ្នាំតែកំពុងតែជាជាប់បានគឺនៅស្ថិតនៅក្នុងភូមិសម្បទានសែនជ័យហ្នឹង200ហិកតាហ្នឹងគាត់ជាជាប់បាន2ឆ្នាំហើយហ្នឹងកស៊ូនេះរយៈពេល5ឆ្នាំណាចូលដល់វា7ឆ្នាំមកដល់ឆ្នាំនេះប៉ុន្តែគាត់ថាដល់ពេលថោកពេកគាត់បានបិទទុកផ្សេងគាត់ថាដឹកពីនេះទៅកំពង់ចាម3000ចាអត់រួចសហុយអាគាត់វាអត់មានទីផ្សារនៅទីនេះអញ្ចឹងគាត់គិតថាសហុយអីគិតទៅវាខាតអញ្ចឹងគាត់យកអាស្គុតយើងបាត់អាមុខជាហ្នឹងសិនអត់មានខូចអីកាលណាយើងចောက်បើកវិញយើងបើកស្គុតហ្នឹងទៅហ្នឹងចំពោះកស៊ូចាបងអញ្ចឹងទី3កស៊ូទី4គឺពោតក្រហមក៏ដំណាំឧស្សាហកម្មដែរអាហ្នឹងគឺគាត់មកទិញដល់ហ្មងហើយប្រជាជនហ្នឹងគាត់ដាំមាន10ហិកតា5ហិកតាប៉ុន្តែនៅមកភូមិមួយកន្លែងមានភូមិព្រីងចាមានភូមិព្រីងយើងនៅព្រំប្រទល់ខេត្តកពតហ្នឹងកន្លែងសាំងយើងហ្នឹងណាហើយមាននៅក្នុងកន្លែងអូនមលនេះផងភូមិ5ភូមិ3នេះទៀតហ្នឹងពោតក្រហមហើយមួយទៀតដំឡូងមីហ្នឹងគឺក៏ដំណាំឧស្សាហកម្មមួយដែរព្រោះហ្នឹងទៅធ្វើផលិតជាម្សៅជាអកុលអីចាបងចាហ្នឹងរាល់ថ្ងៃហ្នឹងគឺយើងនិយាយពីចាប់ពីប្រហែលឆ្នាំនេះគឺកាលមុនវាមានខាតខ្លះដោយសារយើងដីអាដំឡូងមីនេះវាអត់ត្រូវអារម្មណ៍ទឹកទេកាលណាអារម្មណ៍ទឹកវាលួយអញ្ចឹងគឺកន្លងមកមានខាតហើយតម្លៃនោះក៏វាថោកឥឡូវឃើញគ្រាន់បើមកថាគាត់ចិញ្ច្រាំដល់អត់ដល់ដើម្បីហាលស្ងួតទៅបាន1គីឡូដល់7ទៅ900ក្នុងឆ្នាំយើង2013 2012នេះឥឡូវឃើញគាត់ដាំចិត្តថាឲ្យទៀតឥឡូវគាត់ដល់វិញឥឡូវអ្នកខ្លះមុនបង2ហិកតាអញ្ចឹងក៏បរិយបាន10ហិកតាដូចជាក់ស្ដែងភូមិមេភូមិប្រសពជុំខ្ញុំគាត់មេភូមិអត់មានតមានក្របខ័ណ្ឌនេះណាឥឡូវគាត់ដាំបានដល់10ហិកតាណាគាត់ពង្រីកអាទុនហ្នឹងគាត់យកទៅដាក់ដំឡូងមីទៀតប៉ុន្តែរោដីទួលដំឡូងមីត្រូវការដីខ្ពស់ដីទាបអត់បានទេចាអញ្ចឹងគឺថាឥឡូវនៅមួយទៀតយើងមិនទាន់និយាយបានដោយសារកំពុងតែចាប់ដើមពីសោតដាស់ម្រេចទៀតដីនៅត្រែងនេះយើងនេះចាកំពុងស្ពឺឥឡូវមិនធម្មតាបាទឥឡូវម្នាក់ចង់ទៅក្ដុំ2អស់ហើយហើយយ៉ាងមកទៀតខ្ញុំសូមបញ្ជាក់ម្ចេះទៀតឥឡូវហ្នឹងដោយសារកែលមៀតហ្នឹងយើងរកទីផ្សារហ្នឹងពេលណាវិជនច្រើនកន្លងមកគាត់បាក់ទឹកចិត្តនេះអាក្នុងចុងឆ្នាំ2013ក៏ណាបាទ2013 2014យ៉ាងហ្នឹង2013 2014ហ្នឹង2014ព្រោះស្វាយកែលមៀតនេះគេប្រើអុកម៉ូនធម្មជាតិបូកនឹងគីមីឲ្យវាផ្លែក្នុងរដូវនោះ3ដងហើយអញ្ចឹងអាទីបំផុតអាចុងក្រោយដែលផ្លែតាមរដូវយើងប្រមូលអា2នោះហើយអា3ហ្នឹងគឺអាចុងហ្នឹងគឺផ្លែធម្មជាតិអាផ្លែធម្មជាតិអញ្ចឹងគាត់ដល់ពេលអាចុងក្រោយអាធម្មជាតិវាតាន់គ្រប់ចំការហប់អញ្ចឹងដល់អញ្ចឹងទៅ1គីឡូតែ2-300គាត់សុកចិត្តទុកឲ្យជ្រូកចោលព្រោះថ្លៃពលកម្មបេះមួយថ្ងៃ20000ទៅ30000ហើយអញ្ចឹង1គីឡូ300គឺទូទាត់វាអត់រួចថ្លៃគេបេះអញ្ចឹងហ៎គេបេះគាត់ឲ្យធ្លាក់ចោលគាត់ធ្វើអញ្ចេះវិញឆ្នៃដើម្បីបានលុយខ្ញុំសួរម្ចាស់ចការគាត់ទៅដល់គាត់លាងគាត់ចិត្តលាងវាស្អាតយកគ្រាប់ហ្នឹងឲ្យពុះយកអាគ្រាប់កដាលដើម្បីយកថ្លឹងលក់ទៅឲ្យអ្នកបណ្ដោះវិញអ្នកសួនបណ្ដោះ
ដល់លក់អញ្ចឹងកាយឆ្នៃនឹងវិញគឺវាអាចអត់ខាតវាបានលុយនឹងវិញខ្លះ កម្រៃបានវិញ បន្ទាប់ពីមានការសំណុំពរនៅពេលប្រជុំអាណត្តិម្ដងយើងលើកអំពីបញ្ហាការគេថាដោះស្រាយជុំវិញជីវភាពនិងការកង្វល់របស់ប្រជាពលរដ្ឋស្របទៅគោលការណ៍ចាត់តកោលើកទី3របស់សម្ដេចនាយកហើយនឹងស្របទៅការណែនាំឬការកែលម្អស៊ីជម្រៅអញ្ចឹងទេយើងត្រូវដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតែជុំវិញអាការងារសេដ្ឋកិច្ចនេះសំខាន់ណាស់ព្រោះគាត់ធ្វើបានហើយគាត់ព្រួយបារម្ភក្នុងការលក់ដូរលក់ចេញអីអញ្ចឹងហើយវាទូទៅអាថ្លៃថាជីរបស់គាត់អីវាអត់នេះអញ្ចឹងវាអត់តុល្យភាពគ្នាក្នុងនាមមេឃុំក្រុមសាឃុំទាំង11នាក់ហ្នឹងដើម្បីថា11អាសនៈណាអញ្ចឹងគឺយើងឯកភាពគ្នាបំផុសផ្សព្វផ្សាយទៅតាមប្រជុំនានាក្តីជួបជាមួយអង្គការក្រៅរដ្ឋាភិបាលក្តីចាមិនថាផ្នែកណាទេដើម្បីតាក់ទងស្វែងរកអតិថិជនហើយក៏បំផុសថាអតិថិជនហ្នឹងអ្នកមួយចំនួនអាដាមអស់លោកមួយចំនួនដែលគាត់បានទទួលសនកិច្ចនៅប្រទេសនានាមើលតែខាងដាំដំណាំដាំអីរោទីផ្សារហ្នឹងគាត់ឲ្យបល់មកគាត់ថាគួរតែបង្កើតជាសហគមន៍មួយដើម្បីទិញស្វាយកែវល្មៀតអញ្ចឹងសហគមន៍ទិញដូងក្អូបអញ្ចឹងទៅគេបង្កើតហ្នឹងគេមានពាក្យដាក់សុំជាសមាជិកអីអញ្ចឹងពេលណាឈ្មោះទិញមកឆ្លងកាត់សហគមន៍សិនហើយសហគមន៍នឹងប្រជុំសមាជិកគាត់ទាំងអស់ហ្នឹងមកថាឥឡូវ1គីឡូឧទាហរណ៍ថាឥឡូវស្វាយកែវល្មៀត1គីឡូ2000អញ្ចឹងគាត់ប្រជុំសមាជិកទៅគាត់ឯកភាពគ្នាបានអាហ្នឹងអូខេឈ្មោះអត់មានឆ្លងកាត់តាណាដល់ចូលប្រធានសហគមន៍សិនបានយើងប្រជុំថាឯកភាពគឺតម្លៃថេហើយ2000ទាំងអស់អត់ដល់អត់ទេចាស់ស្ការខ្លះឈ្មោះមកអញ្ចឹងក៏អត់ចេះតថ្លៃអីវាអត់តុល្យភាពបានន័យថាអ្វីដែលគាត់ធ្វើចំណាយទៅវាអត់មានបានមកវិញទៅជាខាតចាខាតទៅកម្លាំងពលកម្មខាតអីចឹងណាអញ្ចឹងឥឡូវខ្ញុំបានភាពកក់ក្ដៅមួយដោយសារការផ្សព្វផ្សាយនិងការផ្ដល់យោបល់ពីថ្នាក់លើមកពីរដ្ឋាភិបាលក៏ដូចជាក្រុមការងារដែលចុះជួយក្រុមការងារថ្នាក់ជាតិណាចាដោះស្រាយតាមរយៈវេទិកាសាធារណៈថាឲ្យជុំវិញបញ្ហាខ្វះខាតអីដូចជាទឹកបន្លាយស្អីគឺថាអត់ឲ្យប្រជាជនកង្វល់ទេសំណូមពរមកគឺដោះតាមលទ្ធភាពហ្នឹងចាអញ្ចឹងខ្ញុំសប្បាយចិត្តហើយក៏អរគុណស្ថានីយ៍ទូរទស្សន៍បាយ័នចាដែលបានចុះមកយកព័ត៌មានផ្ទាល់ហើយនឹងបានសម្ភាសផ្ទាល់ជាមួយម្ចាស់ចំការក៏ដូចជាខ្ញុំតំណាងអាជ្ញាធរនឹងដែរសូមអរគុណច្រើនសូមគោរពជូនពរជ័យទាំងអស់សូមឲ្យប្រកបទៅដោយពុទ្ធកោពរទាំង4ប្រការគឺយុវណៈសុខៈពលៈកបីគ្រីរីណាយចាអរគុណណាស់បងចាហើយនឹងយើងរីករាយទាំងអស់គ្នាព្រោះថាជានិច្ចការនេះខ្ញុំចុះទៅតាមបណ្ដាខេត្តអីតែតែជួបលោកមេឃុំភាគច្រើនតែថ្ងៃនេះជួបមេឃុំតែលោកស្រីមេឃុំចាមិនងាយបានជួបទេលោកខណាលោកស្រីមេឃុំអញ្ចឹងបានថាចង់និយាយថាអញ្ចេះនេះយើងនិយាយពី gender ណាសិទ្ធិស្មើគ្នាបរិះធ្វើមេឃុំបាននឹងអីស្ត្រីធ្វើមេឃុំបានពេលលោកស្រីមេឃុំមានប្រសាសន៍មកដូចជា smooth ហ្មងណាការងារហ្នឹងគឺរៀបចំគ្រប់លំដាប់ថ្នាក់ណាហើយដល់អញ្ចឹងយើងនេះជាពិសេសណប់ហើយឥឡូវអនឡាញឮលោកស្រីមេឃុំមានប្រសាសន៍ចឹងអូនសប្បាយចិត្តអត់សំខាន់ទីផ្សារបាទសប្បាយចិត្តយ៉ាងក្រៃលែងសំខាន់ទៅបើចំពោះអ្នកបងមេឃុំគាត់បានមានប្រសាសន៍មិញហ្នឹងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដូចនៅក្នុងចំការរបស់ខ្ញុំនេះក្តីឬមួយទៅប៉ះពាល់ទៅបរិយាកាសដែលធ្វើឲ្យទីផ្សារទាំងអស់គាត់បានចាប់អារម្មណ៍ទៅលើដំណាំដូចជាដូងក្អូបនេះក្តីចាហើយអូនឲ្យអ្វីដែលនាងខ្ញុំចាប់អារម្មណ៍យើងមានដំណាំជាសក្តានុពល5ចំណុច5ប្រភេទដំណាំមានពោតមានកៅស៊ូមានស្វាយកែវល្មៀតចាមានដំឡូងហើយឥឡូវម្រេចត្រៀមទៀតហើយបងគិតមើលបើយើងនិយាយពីកំពង់ស្ពឺខ្ញុំណានឹកឃើញថាកំពង់ស្ពឺមានដាំកៅស៊ូដាំអីបងណោះតែតាមពិតកំពង់ស្ពឺមានកៅស៊ូចាល្អមែនតើហើយមួយទៀតបងថាបើសិនជាមានអ្នកវិនិយោគទុនគាត់ចាប់អារម្មណ៍អីអាចងាកមកកំពង់ស្ពឺបានជួលក៏បានទិញក៏បានដីអូអញ្ចឹងចាលោកស្រីមេឃុំតែបើយកល្អបងបើសិនជាជួលឬក៏ប្របាស់ដូចជាល្អជាងណាបងណាចាជៀសវាងការលក់នោះចាអាចចំណុចជួលប្របាស់គ្នានេះធ្វើឲ្យដីយើងនៅតែជាដីយើងតែយើងបានផលចាហើយបងប្អូនយើងមានការងារធ្វើទៀតចាចំណុចហ្នឹងបងយល់យ៉ាងម៉េចខ្ញុំយល់ខ្ញុំស្របអញ្ចឹងព្រោះថាប៉ុន្តែឥឡូវយើងចេះយើងឥឡូវខ្ញុំកំពុងតែតាក់ទងហ្នឹងបានអុកញ៉ាគាត់បានមកធ្វើរោងចក្រកែច្នៃកែល្មៀតដឹងជាកំប៉ុងមិនដឹងជាវិយាអីខ្ញុំអត់ទាន់ដឹងតែសាររោងចក្រហ្នឹងធ្វើមិនទាន់ហើយវា 90% និង 10% ទៀតចាអញ្ចឹងទៅយើងអាចទទួលកម្មករក៏បើគាត់ចំណាក់ស្រុកជាពិសេសពលករមកពីថៃអញ្ចឹងទៅឥឡូវហ្នឹងគាត់នឹងមកនឹងអត់មានទេទៅប្រហែលជា 5% ទេគាត់ទៅវិញតែគាត់ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលគឺមានច្បាប់គេថាប៉ាសពតឲ្យទៅត្រឹមត្រូវគេមកសញ្ញាឃុំហ្នឹងហើយខ្ញុំមុននឹងសញ្ញាចុះលេខាខ្ញុំសួរថាទៅធ្វើការខាងក្រៅប្រទេសឬក៏ក្នុងប្រទេសខ្ញុំសួរបញ្ជាក់តែបើក្រៅប្រទេសខ្ញុំអត់
អត់ចង់ឲ្យទៅទេខ្ញុំចង់ឲ្យគាត់នៅចិត្តប្រពន្ធចិត្តកូនកុំឲ្យមានប្រឈមនឹងបញ្ហាគេហៅថាការហានិភ័យចង់និយាយថាទី1ប្រត់ប្រាស់ប្រពន្ធកូនទី2លុយផ្ញើមកដល់ហើយទៅអត់ច្បាប់ទៀតវារឿងវាបាក់អញ្ចឹងខ្ញុំឥឡូវខ្ញុំពងតាក់ទងទៀតជាមួយនឹងប្រធានយុវជនហ្នឹងបាននិយាយភាសាជាមួយប្រធានមជ្ឈមណ្ឌលកម្ពុជាភូមិខៃដែលស្ថិតនៅភូមិទី1យើងបាត់ទៅការបំពៅនេះឥឡូវហ្នឹងគាត់ចាប់អារម្មណ៍ច្រើនគាត់នឹងស្វែងរកថវិកាដើម្បីជួយសម្រាប់ថាពង្រីកផ្លូវហើយនឹងជួយអូសទាញអ្នកវិនិយោគមកវិនិយោគរោងចក្រនៅត្រែងទីយើងនេះដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានការងារធ្វើនៅហ្នឹងចិត្តផ្ទះថ្ងៃឡើងចូលធ្វើការល្ងាចឡើងជួបជុំគ្នាប្តីប្រពន្ធចាហ្នឹងវាអត់ប្រឈមអាការលេងលះការអីទេអញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់មានសុភមង្គលអញ្ចឹងឲ្យបង្កើតការងារនៅហ្នឹងហ្មងចិត្តផ្ទះហ្នឹងហ្មងណាឥឡូវខ្ញុំមានតំណែងបន្តិចហើយហើយឥឡូវហ្នឹងលោកសួងសន្តិភាពហ្នឹងគាត់បានជួយពង្រីកផ្លូវប្រហែលប៉ុនចាំទុកឲ្យខូនអនុប្រធានយុវជនដែលខ្ញុំឲ្យជំនួសក្រុមប្រឹក្សាឃុំឈរនៅជាមួយលោកសួងសន្តិភាពហ្នឹងចាអញ្ចឹងគឺថាយើងសង្ឃឹមហើយអញ្ចឹងអូននប់ក៏អត់បានដែរចាកូនច្រើនហ្នឹងក៏មានតម្លៃដែរបើទៅដល់ផ្សារនេះវាគឺសូ$2នោះមកដល់$8000នោះហើយបើទិញពីនេះប្រហែលនប់លក់ចេញពីនេះលក់ចេញលាក់ទុកហ្នឹងខ្ញុំលើកដល់ចាំអាការងារចាស់ស្ដេចសូមឲ្យខាងចាស់ការមានយោបល់ខ្លួនឯងប៉ុន្តែតាមមេឃុំទៅក្តាប់ជុំអញ្ចឹងហើយទៅដឹងថាចេញអាណាប្រហែលចូលប្រហែលចំណូលប្រហែលក៏ប៉ុណ្្នឹងឯងយកទៅលេខទេលេខវាកាបងមេឃុំដឹងមិនហ៎គាត់សួរថាលក់នឹងកន្លែងប៉ុន្មាន10គេមើលមុខខ្ញុំភ្លឹកគួរតែប្រាប់គួរនិយាយប៉ុន្មានដូចចេះបងគេខ្លាចណាគេខ្លាចចាអីទេចាអញ្ចឹងបានថាអ្វីដែលយើងធ្វើទៅបានអាស្រ័យដែលយើងមានសុខសន្តិភាពណាបងមួយវិញទៀតដោយសារតែបងមេឃុំខ្ញុំនឹងគាត់ប្រកែហើយនេះខ្ញុំក៏ភ្លេចអរគុណដល់អាដាមអភិបាលខេត្តកំពង់ស្ពឺលោកអភិបាលស្រុកក៏ដូចនោះដែរចាគឺថាប្រកែបើសិនជាមិនប្រកែទេมันអាចឲ្យដីកសិកម្មនឹងបានធំល្វឹងល្វើយមានផលអញ្ចឹងឯងមែនទេបងចាអញ្ចឹងបើសិនជាលោកអ្នកត្រូវការតាក់ទងតាមលេខទូរស័ព្ទលោកស្រីមេឃុំដឹងរឿងរ៉ាវដីណាត្រូវធ្វើអីដីណាត្រូវធ្វើអីចាអញ្ចឹងពេលវេលាយើងចេះតែដំណើរការទៅមុខហើយអ្វីដែលយើងរីករាយទាំងអស់គ្នាយើងឃើញថាឥឡូវនេះបងប្អូនប្រជាពលរដ្ឋហ្នឹងគាត់ដូចថាធ្វើការងារហ្នឹងគាត់មានការយល់ដឹងច្រើនហើយមួយទៀតអត់មានអ្វីដែលលាក់កំបាំងទេបងបច្ចុប្បន្នមូលហេតុដោយសារការផ្សព្វផ្សាយនឹងទូលំទូលាយដូច្នេះគឺថាមានតម្លាភាពហើយជាពិសេសយើងលើកតែឃុំត្រែងតែយើងមួយក្នុងចំណោមឃុំទាំងអស់នៅស្រុកខ្មែរណាគឺយើងអភិវឌ្ឍបានប៉ុណ្ណឹងអញ្ចឹងយើងត្រូវប្រឹងទាំងអស់គ្នាឥឡូវនេះអរគុណដល់បងហើយប៉ុន្តែថ្ងៃនេះសំណូមពរថាសូមឲ្យបងនឹងចូលរួមមួយពួកយើងទៅចាប់កម្មវិធីបានអត់ណាខ្ញុំអញ្ជើញអ្នកផ្ទះវិញចង់ឲ្យបងពិសាដងក្អោបរបស់អូនណប់ចាព្រោះបងពិសាទៅកុំខ្វល់អូនណប់គេអត់ថាអីទេព្រោះមិនមែនដងរបស់ខ្ញុំបងជើញបានអត់ទេខ្ញុំក៏ចង់ឲ្យបងទាំងអស់គ្នាជួយភាសាមើលចង់ដឹងថាតើដូងរសជាតិវាយ៉ាងម៉េចវាផ្អែមមែនប៉ុន្តែវាពេលខ្លះវាមានប្រែប្រួលខ្លះដែរបាទប្រែប្រួលនៅពេលដែលយើងដាក់ជីចង់ឲ្យបងជួយបញ្ចេញយោបល់ហើយនឹងផ្ដល់ជាគំនិតដើម្បីឲ្យខ្ញុំកែច្នៃពីបញ្ហាណាខ្លះមួយចំនួនដឹងស្រាប់ហើយបងអារឿងភ្លក់បកែណាណូអារឿងថាធ្វើអត់ចេះទេតែរឿងភ្លក់បកែបាទនឹងពេញចិត្តមើលតែមានដឹងហើយចាឥឡូវថ្ងៃនេះយើងជួបជាមួយយុវជនគឺអូនណប់ហើយក្នុងនេះយើងមានលោកអនុប្រធានយុវជនផងដែរគឺលោកមួយខនលោកកំពុងតែស្ថិតនៅទីនេះដូច្នេះអូនណប់បងសុំអូនឯងតិចទៀតណាជួបជាមួយលោកខនតិចសិនហ្នឹងហើយពួកបងមេឃុំក៏ថាចង់ដឹងការងារមួយចំនួនគឺថាលោកខនហើយអញ្ចឹងសូមលោកខនជម្រាបជូនដល់លោកអ្នកបន្តិចទៅពាក់ព័ន្ធនឹងភូមិឃុំយើងផងណាលោកខនណាហើយនឹងមួយទៀតការងារយុវជនផងយុវជននៅក្នុងឃុំត្រែងយើងនេះដោយត្រែងយើងជាតំបន់កសិកម្មសម្បូរចម្ការច្រើនបាទអញ្ចឹងយុវជនយើងក៏មានការងារច្រើនពិសេសបងប្អូនម្ចាស់ការអីក៏គាត់ជាយុវជនហើយគាត់ប្រឹងប្រែងដាំដំណាំថែទាំតាមចការហើយជៀសផុតពីការប្រើប្រាស់គ្រឿងញៀនឲ្យយុវជនមួយចំនួនទូចដែលគាត់នៅតែប្រព្រឹត្តអំពើសេពគ្រឿងញៀនសេពអីសេពសារាយហ្នឹងសូមគាត់កាត់បន្ថយហ្នឹងគឺគាត់វិលមករកចការវិញបាទដោយសារចការកម្មករយើងក៏មានការងារធ្វើច្រើនដែរបាទបើសិនជាគាត់ប្រឹងធ្វើការដូចតែគាត់ទៅចំណាក់ស្រុកទៅប្រទេសគេគឺបានផលច្រើនជាងដែលគាត់ទៅប្រទេសគេទៀតឥឡូវនេះយើងបានស្ថាបនាផ្លូវទាំងអស់វា7ខ្សែហើយស្មើនឹង2000ម៉ែត្រជាងក្រោមការដឹកនាំរបស់លោកស្រីមេឃុំនិងមានការឧបត្ថម្ភពីលោកសួងសន្តិភាពហើយមានគ្រឿងចាក់លោកសុកសរ៉ាត់រួមទាំងខ្ញុំផងដែរគឺបានធ្វើផ្លូវស្ថាបនាផ្លូវដើម្បីឲ្យងាយស្រួលបងប្អូនយើងដឹកជញ្ជូនបានបើកទន្លេរហូតដល់ទៅទឹកបាន10ម៉ែត្របាទផ្លូវចូលភូមិវាទឹក10ម៉ែត្រទាំងអស់បាទហើយបងប្អូនយើងបញ្ជិះផ្លូវទឹកបញ្ជិះអីបានស្អាតល្អហ្នឹងហើយចាបាទចំណុចនេះល្អមែនតើអញ្ចឹងអ្នកវិនិយោគទុនគាត់ចាប់អារម្មណ៍គាត់ថាផ្លូវគមនាគមន៍មានហើយភពផលដំណាំមានហើយមានម្យ៉ាងបង្កើតរោងចក្របាទលោកស្រីមេឃុំជាការสนับสนุนរបស់យើងខ្ញុំគឺសូមឲ្យពិសេសខាង
រោងចក្រខាងវិនិយោគឲ្យសូមមេត្តាមកឃុំត្រែងយើងខ្ញុំដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពិសេសយុវជនយើងឲ្យមានការងារធ្វើច្រើនចំពោះភូមិឃុំមានសុវត្ថិភាពវិញយើងក្រុមការដឹកនាំរបស់លោកស្រីមេឃុំដែរគឺបានរៀបចំប្រជាការពារគ្រប់ភូមិទាំងអស់ទាំងភូមិក្របខ័ណ្ឌទាំងភូមិមិនក្របខ័ណ្ឌបាទមួយភូមិយ៉ាងតិចបំផុតគឺ15នាក់សម្រាប់ប្រជាការពារភូមិបាទជឿមានការយុបលុបឲ្យបងប្អូនតាក់ទងឲ្យយើងមានប្រជាការពារភូមិរបស់យើងបាទរួមសហការជាមួយខាងកងកម្លាំងជុំវិញបាទពិសេសគឺបានផ្ដល់ដំណឹងមកលោកស្រីមេឃុំដើម្បីចាត់ការជាបន្ទាន់បាទអញ្ចឹងភូមិឃុំយើងឃើញថាអត់ដែលមានបញ្ហាអីទេឡើយចំណុចទាំងអស់ហ្នឹងសិតតែជាចំណុចល្អព្រោះថាការគ្រប់គ្រងគឺយើងធ្វើអញ្ចឹងហើយបើសិនជាថ្នាក់មូលដ្ឋានអាជ្ញាធរដែនដីយកចិត្តទុកដាក់ក្តាប់ណែនដោយលោកស្រីមេឃុំអញ្ចឹងគឺចាដល់អញ្ចឹងទៅចេះតែរីចម្រើនណាមែនទេបងចាហើយមួយវិញទៀតបងប្អូនវិជាកសិករយើងដោយអូនណប់អីអញ្ចឹងអូនធ្វើបានចាអូនធ្វើបានអញ្ចឹងទៅទីផ្សារអត់សូវលំបាកឯឥឡូវដោយសារតែការផ្សព្វផ្សាយទលំទលាយអញ្ចឹងមុនលោកខនបំពេញការងារអ្វីបន្ថែមទៀតលោកមានអ្វីដើម្បីបញ្ចប់ការងារថ្ងៃនេះប៉ុន្តែពេលដែលលោកមានប្រសាសន៍ចប់ហើយនាងខ្ញុំសូមជួយជាមួយនឹងអូនណប់ឯងបាទអញ្ចឹងយើងខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះទូរទស្សន៍បាយ័នដែលបានតែងតែចុះមកផ្ដិតយករូបភាពផ្សេងខាងផ្នែកកសិកម្មនៅឃុំត្រែងអញ្ចឹងបាទជារឿយដោយមានតាំងពីតាពាំងបាយជូរតាំងពីខ្នោណាំងការ៉ុតបាទតាំងពីដូងក្អូបចាឥឡូវបាន3ណាបាន3ហើយគឺនៅចំការទុរេនបាទយើងនៅចំការកៅស៊ូបាទអានេះយើងចុចទុកសិនបាទចុចទុកថ្ងៃក្រោយបាទបាទចានេះជាទឹកដីរបស់កំពង់ស្ពឺយើងបាទអញ្ចឹងហើយសូមថ្លែងអំណរគុណដល់ទូរទស្សន៍បាយ័នដែលបានចុះមកថតដើម្បីយកផ្ដិតយករូបភាពនេះបាទហើយអរគុណមែនតើបាទចាអញ្ចឹងថ្ងៃនេះនាងខ្ញុំអរគុណដល់លោកស្រីមេឃុំត្រែងត្រយឹងចាលោកប្រធានយុវជនត្រែងត្រយឹងក៏ដូចជាប្រធានសាត្រែងត្រយឹងប៉ុន្តែក៏សូមជំរាបសួរទៅលោកប្រធានយុវជនឃុំត្រែងត្រយឹងដែរអត់ឲ្យបានជួបគាត់ណាសូមទោសព្រោះថាយើងមកចេះតែគ្មានគ្នាបើថ្ងៃក្រោយជួបគ្នាម្ដងចាហើយចំពោះលោកអភិបាលស្រុកក៏ដូចនោះដែរចាប្រសិនបើយើងខ្ញុំនឹងធ្វើការទៅមានកំហុសឆ្គងឯងសូមខន្តីអភ័យទោសចំណែកអាដាមអភិបាលខេត្តក៏ដូចនេះដែរនាងខ្ញុំសូមគោរពជូនពរព្រោះថានាងខ្ញុំចូលមកទឹកដីអាដាមនឹងគឺបានការចង្អុលបង្ហាញពីលោកស្រីមេឃុំចាហើយទៅដឹងថានៅទីនេះសម្បូរភោគផលណាស់អញ្ចឹងថ្ងៃក្រោយទៀតគឺថាយើងនៅតែសហការដដែលហើយឥឡូវនេះការងារទាំងអស់នេះសូមក្រុមជើញលោកស្រីមេឃុំក៏ដូចលោកអនុប្រធានយុវជនចាបំពេញការងារចុះនេះខ្ញុំសូមជួបមួយអូនណប់បន្តិចចាអូនណប់យើងនិយាយពីការដាំដុះបន្តិចណោះបាទចាអញ្ចឹងណប់យើងទៅខាងនោះអរគុណដល់បងមេឃុំអូយអូននេះមើលដើមនេះអូយដើមនេះដូចរឿងទួយដែរណាគល់វាយុកាលវាតំបាន5ឆ្នាំនេះណាបង5ឆ្នាំបាទ5ឆ្នាំមេព្រោះតែដែលខ្ញុំបានទទួលផលហ្នឹងវាតែ2ដងឯឆ្នាំហ្នឹងដើមនេះវាទួយទេប៉ុន្តែធ្លាយនោះវាធ្លាក់ច្រើនណាដើមហ្នឹងតើវាល្អសម្រាប់ដូងដែលយើងកំពុងតែឈរហ្នឹងឬមួយក៏វាមានអាដើមហ្នឹងដែលវាធ្លាក់ធ្លាយច្រើនជាងហ្នឹងទៀតបាទមានបងពូដូងនេះវាដើមវាទូចមែនប៉ុន្តែវាមិនអាស្រ័យទៅលើអញ្ចឹងឯងបើពាក់ព័ន្ធបើយើងនិយាយឧទាហរណ៍ទៅមនុស្សវិញក៏វាមានទៀបនឹងខ្ពស់ដែរក៏វាមានអាខ្លះធ្លាយច្រើនជាងហ្នឹងមិនអាស្រ័យទៅលើវាទូចឬមួយក្រិនឬមួយមិនអីបាទអាស្រ័យទៅលើអត់តែវាផ្លែវាល្អដាក់ជីនឹងមកវាលូតលាស់ទៅតាមធម្មជាតិរបស់វាហ្នឹងបងចង់មានន័យថាអញ្ចឹងគេថាដូងដែលគេសម្គាល់ថាមួយដើមហ្នឹងវាមានសុខភាពល្អជាមធ្យមតើវាធ្លាក់អាភ្លាយស្ទងផ្លែវាហ្នឹងហ្នឹងឯងប្រមាណដែលវាជាមធ្យមព្រោះដូងខ្លះបងធ្លាប់ឃើញបងប្អូនយើងដាំខ្លះមានតែមួយផ្លែមួយធ្លាយអីហ្នឹងជាល្អជាទៅមួយខ្ញុំវាធ្លាក់5ធ្លាយ5ធ្លាយបាទ5ធ្លាយទៅ8ធ្លាយចន្លោះហ្នឹងតែបើសិនជាច្រើនជាងហ្នឹងពេកក៏អត់ល្អដែរក៏អត់ល្អដែរព្រោះដូងក្នុងរយៈពេលវាចាប់ផ្ដើមតែលូតលាស់តាមលំដាប់របស់វាព្រោះវាដូច5ឆ្នាំអញ្ចឹងវាលូតលាស់តែកម្រិតប៉ុណ្ណឹងតែទៅ6 7ឆ្នាំវាបើយើងដាក់ជីទៅវាគុណភាពវាឡើងទៅតាមនោះវាលូតលាស់តាមនឹងដែរ5ធ្លាយ6ធ្លាយអញ្ចឹងតើវាចាស់ដើមទៅកាន់តែលូតលាស់វាបើសិនជាយើងដាក់ជីទៅវាតាមស្តង់ដារវាត្រូវវាមួយនេះទៅក៏វាលូតលាស់កាន់តែត្រឹមដូចស្តង់8ធ្លាយទៅ6ធ្លាយអីវានៅតែប៉ុណ្ណឹងវានៅថេររហូតចុះបើសិនជាវាធ្លាក់ច្រើនយើងត្រូវកាប់ធ្លាយចោលមែនបើសិនជាធ្លាក់ច្រើនបើសិនជាចាស់ឬមួយពេញបើយើងហូបបានហ្នឹងយើងអាចកាប់វាទៅតែបើសិនជានៅជាធ្លាយជាអីចឹងមិនទាន់ចាស់នេះយើងកុំអានកាប់ពីព្រោះយើងកាប់ទៅវាអាចខូចដូងដែរអូអញ្ចឹងមិនមានន័យថាបើសិនជាធ្លាយធ្លាក់ច្រើនវាហួសចំណុះនេះថាដើមវាតូចពេកត្រង់អត់បានយើងត្រូវកាប់ចោលមែនទេបាទអត់ទុកវាទៅបាទទុកសិនទៅអញ្ចឹងហើយចាឥឡូវនិយាយចំពោះក្នុងមួយធ្លាយវិញយើងនិយាយពីចំនួនផ្លែម្ដងក្នុងមួយធ្លាយចំនួនផ្លែដែលវាល្អយើងចាត់ទុកថាល្អតើប្រមាណផ្លែវាជាមធ្យមល្អបើគិតទៅក្នុងមួយធ្លាយវា8ផ្លែទៅ10ផ្លែ
ក្នុងអាធ្លាប៉ុណ្ណឹងបានណា បាទជិមខ្ញុំ ហើយបើលើសហ្នឹងក៏អត់ឲ្យទៅបលែដែរហ៎ បាទអត់ឲ្យទៅបន្លែដែរ អញ្ចឹងអូដងខុសគេណា បាទ ចាព្រោះបងធ្លាប់ជួបជាមួយបងប្អូនវិជាកសិករយើងមួយចំនួនគាត់ដាំដំណាំផ្សេងណា បាទ គាត់ថាកាលណាបើសិនជាផ្លែច្រើនហ្នឹងគេបេះចេញខ្លះដើម្បីឲ្យផ្លែហ្នឹងធំតែដងអត់បេះទេ ច្បល់សម្រាប់ខ្ញុំព្រោះវាมันអាចជាថាវានេះព្រោះដងវាចង់បានជាទម្ងន់ឲ្យវាទម្ងន់វាលំនឹងវានៅកាន់តែវាផ្លែច្រើនទៅលំនឹងវាក៏វាឲ្យទៅខ្ពរទៅអីដល់ទៅជាផ្កាវាកាន់តែវាដុះថែមទៀតដែរ អញ្ចឹងវិញ បាទបើសិនជាយើងកាប់វាក្នុងមួយធ្លាយធ្វើឲ្យដងនឹងវាស្រាលវាទម្ងន់វាស្រាល អញ្ចឹងចំការដងរបស់យើងនេះយើងដាំប្រហែលឆ្នាំអី ដាំបាន6ឆ្នាំហ្នឹង 6ឆ្នាំហ៎ បាទ ហើយប្រហែលឆ្នាំដែលវាធ្លាក់ផលដំបូង ដំបូងចាប់ពី5ឆ្នាំវាទទួលផលបានហើយ 5ឆ្នាំចាប់ដើមធ្លាក់ផលណា បានតែផល ចាហើយអានេះ6ឆ្នាំអញ្ចឹងយើងទៅប្រមូលផលបានមួយឆ្នាំ បាន2ឆ្នាំបានមួយឆ្នាំដំបូងវាបាននិយាយរួម 35% វាអត់បាន 50% អញ្ចឹងឯងបើសិនជាពេញលេញវាអាចពេល8ឆ្នាំទៅ10ឆ្នាំអីមួយ7ឆ្នាំអីចឹងណាបង ចាឥឡូវដងយើងនេះដាំនៅលើផ្ទៃដីប្រហែលជា5ហិកតាមែនទេ បាទ5ហិកតា ចា5ហិកតាហើយចំនួនដើម ចំនួនដើមបើគិតទៅវាប្រហែលជា700ដើម 700ដើម បាទវានៅវានេះនៅនេះវា500ដើមនៅនោះ500ដើមនៅ100ដើមនៅបានបាទវានៅដល់ដុំគៀនមាត់តាពាំងមាត់ស្រះមាត់អីចឹងណាបង ចាអញ្ចឹងដងយើងដាំកន្លៀតគ្នាឆ្ងាយដែរណោះ បាទក្នុងចន្លោះដែលដាំដូងហ្នឹងបើសិនជាយើងដាំគៀកគ្នាធ្វើឲ្យវារឹសវាប៉ះពាល់គ្នាដល់គ្នាបាទយ៉ាងតិចយើងដាំក្នុងចន្លោះវាទៅ5ម៉ែត្រទៅ6ម៉ែត្រ ជាមធ្យមហ៎ ជាមធ្យមបាទ ចាដងអីក៏ដោយឬមួយក៏គិតតែថាដងក្អូប ដូងអីក៏ដោយជាមធ្យមបើគិតប៉ុណ្ណឹងតាមសង្ឃថាវាល្អសម្រាប់យើងដែលធ្វើដាក់ជីដាក់អីចឹងណាឲ្យផលសម្រាប់វាទៅមុខចឹងទៅតែបើដាំវាគៀកគ្នាពេកវាអាហ្នឹងបើយើងដាំតាមមួយដើមសម្រាប់ដែលយើងដាំហូបផ្លែហ្នឹងហ្នឹងឯងញ៉ាំប្រចាំថ្ងៃទេ ចានេះជាចំណុចមួយចុះមិនបានអូនអត់ជ្រើសរើសដាំដងតឿដងតកែអីអូនជ្រើសរើសដាំដងក្អូបទៅវិញ ចំពោះពីបញ្ហាហ្នឹងដូចខ្ញុំគិតទៅថាវានិយាយទៅលើទីផ្សារតិចមួយចំណុចទៀតដែលថាបាទខ្ញុំរកទីផ្សារអត់បានដល់អញ្ចឹងទៅខ្ញុំបើមានទីផ្សារជ្រើសរើសដាំហើយតែវាអត់ទីផ្សារបានខ្ញុំជ្រើសរើសដងក្អូបនឹងដាំ អញ្ចឹងអូនគិតថាដងក្អូបហ្នឹងមានទីផ្សារ បាទមានទីផ្សារដូចដំណាំមួយចំនួនដែលខាងលោកស្រីមេឃុំគាត់បានមានប្រសាសន៍បាញ់អញ្ចឹងណាគាត់ថាដំណាំផ្សេងមួយចំនួនបើអាស្រ័យទៅលើទីផ្សារដែលយើងដាំបានផលប្រាក់កម្រៃហ្នឹងបានយើងអាចដាំយកផលហ្នឹងបាន ចាអញ្ចឹងយើងអាស្រ័យទៅលើទីផ្សារណា ហ្នឹងអាស្រ័យទៅលើទីផ្សារ ទៅលើការគិតរបស់អូនណា បាទហ្នឹង ប៉ុន្តែបងឃើញអ្នកតកែអ្នកកំពស់ណាសបោដងតកែណា ជីបល់នឹងមួយខ្ញុំអត់អត់ទេបងចង់មានន័យថាអញ្ចេះយើងល្អដែរភូមិអូនដាំបងដងក្អូបចឹងទៅអ្នកស្រុកខាងនោះដាំដងតកែដងដងតកែដងតឿ ដងតឿបាទ ហ្នឹងហើយ ដងក្រហម ដងក្រហមហ្នឹងដងភ្លើង ដងភ្លើង ដងមានច្រើនប្រភេទ ហ្នឹង បាទ ចាអញ្ចឹងយើងចែកទីផ្សារគ្នាទៅកុំដរាបទីផ្សារគ្នានោះ ខ្ញុំហើយ ខ្ញុំអត់ហ៊ានដរាបទីផ្សារគេចាឥឡូវអញ្ចឹងទៅអូនមកអូនឯងអាចមកខាងនេះតិចមកចេះបងឃើញវាស្មុគស្មាញហើយពេលបងមកដល់អូនដឹងមិនហ៎ បាទ បងមកដល់ចកាអូនភ្លាមចូលមកជាមួយលោកស្រីមេឃុំណា បាទ មកដល់ឃើញអូនឯងឧស្សាហ៍ព្យាយាមទាញកាត់អាហ្នឹងគេទាញកាត់ដើម្បីអីមើលជំរាបជូនលោកអ្នកទាញមើល វាជាចំណុចសំខាន់របស់យើងដែលដងនឹងតែត្រូវទទួលបានផលទៅមុខទៅព្រោះយើងត្រូវការកែតម្រង់វាឲ្យមានឲ្យវាល្អព្រោះទៅថាតែងមែកឬមួយតែងអីឬមួយផ្កាដែលឃើញទៅកុំឲ្យវាមកមានមេរោគមានអីប៉ះពាល់ទៅលើអញ្ចឹងណាបង បាទដងមានមែកដែរអី បាទមានធៀងសំទោស មានធៀងហ្នឹងហើយយើងតែងធៀងវាឥឡូវបង្ហាញលោកអ្នកពីខ្ពស់ដងវិញ ប៉ុន្តែខ្ពស់ដងវានៅខ្ចី ចា បាទ វា នៅផ្កាវាអត់ទាន់ នៅចិត្តផ្កា បាទវានៅគៀបជាមួយផ្កា ហ្នឹងហើយ បាទ ចាយើងជំរាបជូនដល់បងប្អូន បាទជំរាបជូនដល់ បងប្អូនជួនណាអត់ស្គាល់ទេតែចាស់គាត់ដឹង នឹងទស្សនិកជនទាំងអស់និយាយរួមបងប្អូនទាំងអស់ហ្នឹង អញ្ចឹងអាចជឿបងប្អូនទាំងអស់ បាទ ចាហើយអញ្ចឹងស្រួលដែរបើសិនជាអត់មានផ្កាស្លាទេអាចមកយកផ្កាដងបានតែអត់កាប់បានទេមកកាប់ខ្លាច់ខូចហ៎ បាទបើគិតពីបញ្ហាហ្នឹងវាត្រឹមត្រូវដែរដូចអ្នកបងនិយាយដែរមានភាសាដែរប៉ុន្តែ តែស្ដាយ តែវាស្ដាយហ្នឹងហើយ ព្រោះផ្កាដងមកផ្កាហ្នឹងវាត្រូវធ្លាក់ធ្លាយមក ហ្នឹងហើយផ្លែវាមកច្រើនវាដូចជា10ផ្លែយ៉ាងតិចក៏វាកាន់ទៅនៅសល់8ផ្លែអញ្ចឹងទៅហ្នឹងហើយតាមតែវាកម្លាំងរបស់វាអញ្ចឹងណាបង ហ្នឹងហើយប៉ុន្តែឥឡូវស្រុកយើងរីចម្រើនណាអូនចកាស្លាមិនចេះខ្វះទេបើអ្នកត្បូងឃ្មុំក៏សបោស្លាដែរហ្នឹងរួចគេឡើងស្លាអាខ្ពស់អញ្ចឹងគេដឹងគេធ្វើមិនអីអូន
អត់ឲ្យដឹងអត់បេះស្លា ស្លាខ្ញុំដូចអត់ដែលដឹងដែរ តែដឹងតែបេះដូង បាទតែបេះដូងស្លាវាខ្ពស់ពេក បេះដូងនេះយើងចង់និយាយពីបេះផ្លែដូងទេណាមិនមែនបេះដូងនៅក្នុងខ្លួន បាទ ហ្នឹងហើយឡើងស្លាគេឡើងអញ្ចឹងគេឡើងទៅដល់ចុងឡើងដល់ចុងស្លាហើយអញ្ចឹងទៅគេសម្រួលពីចុងមកទាញមកចេះបេះនឹងក្រោមជឿបងអត់ ជឿហ្នឹង លោកនេះកំពុងសើណៃថាណៃឆោតណាស់បងមកឆោតបាន បងចេះថាទៅវាណាគេតែបែងអញ្ចឹងទៅហ្នឹងហើយបងនិយាយលេងឥឡូវយើងចូលការងារវិញណាសកម្មភាពដែលអូនបានធ្វើអញ្ចឹងអូនជំរាបជូនលោកអ្នកបន្តិចទៅក្រៅពីយើងតែងធៀងរបស់វាហើយយើងត្រូវធ្វើអីទៀត យើងអាចសម្អាតនៅក្នុងខ្ពរដូងឬមួយនឹងធៀងវានឹងកុំឲ្យវាមានដូចជាទលីឬមួយសម្អាតនឹងធ្វើឲ្យវាមានសัตว์ដូចជាកណោនៅអីចឹងទៅវាបង្កឲ្យប៉ះពាល់ដល់ផ្លែដូងយើង អញ្ចឹង បាទវាស៊ីដូចមានសកៃមានអីណាស្ងួតបើអាចសិនវាលលួយនឹងអាចយើងអាចទាញវាតម្លាក់ទៅកាត់ខ្ពរវានឹងចេញដូចជាសัตว์អីនេះវាឡើងទៅទុំនៅហ្នឹងទៅវាមានបង្កឲ្យមានមេរោគចឹងណា បាទដូចធៀងឬមួយនេះស្អីនៅក្នុងហ្នឹងចឹងយើងអត់អាចវាទុកវានៅក្នុងវាបង្កមានសัตว์កដោសัตว์អីចឹងណាបងយើងអាចបើនេះសម្អាតវាក៏បានដែរបើសិនជាយើងធ្វើតាមលទ្ធភាពដែលយើងធ្វើទៅរួចចឹងណាយើងមានដូចជាកម្មករដូចគាត់អាចជួយបានឬមួយបើនេះយើងចេះទុកប៉ុន្តែតបវាទៅកាត់ចោលដែរបាទវាមានមេរោគពោះបើណានៅល្អយើងអត់ទាញទេបាទតែបើសិនជាមើលទៅរៀងផុយដែលអាចនេះហ្នឹងវានឹងមូផ្ដុំទៅជាសម្បុករបស់វាបើសិនជាវាជាផុយជាប់ ដឹងវាយកទៅមូផ្ដុំនៅធៀងរបស់វាហ្នឹងចាអញ្ចឹងមានន័យថាដូងនេះយើងធ្វើយ៉ាងម៉េចកុំឲ្យអាកន្លែងករបស់វាហ្នឹងក៏ឲ្យសម្អាតឲ្យវាស្អាតចេញពីករបស់វាដែលធ្លាក់មកចេញជាធ្លាយរបស់វាហ្នឹងចាយើងត្រូវសម្អាតឲ្យស្អាតជៀសវាងមានសัตว์ល្អមានអីទៅបង្កបញ្ហាប៉ះពាល់ដល់ផ្លែវាហ្នឹងជាពិសេសផ្កានឹងដើមវាហ្នឹងចាបាទចុះចំពោះធៀង ធៀងវិញក៏ដូចគ្នាដែរបើសិនជាវាធ្លាក់ដល់ដីនៅអីចឹងវាអាចប៉ះពាល់ដែរយើងអាចកាប់វាទៅបើសិនជាអត់ធ្លាក់ដល់ដីក៏យើងអត់នេះដែរបើសិនវាស្ទក់ដល់ដីចឹងយើងអាចកាប់វាមកកណាត់ក៏បានឬមួយដល់គៀកក៏បានហេតុអីបានយើងត្រូវកាប់មេរោគវាផលប៉ះពាល់វាពីស្មៅដូចជាសត្វស្អីល្អិតលំបង្កវាឡើងដល់បើសិនជានៅខ្ពស់ចឹងយើងអត់កាប់វាបានអាចកាប់ដល់ចុងចឹងក៏បានដែរឬមួយ ខាងនេះក៏វាបានដែរដល់គល់ក៏បានដែរឬមួយចុងក៏បានដែរអូយើងកាប់ចឹងបានណាឥឡូវនេះលោកអ្នកបានដឹងពីការងារមួយចំនួនក្នុងការថែទាំដូងក៏ប៉ុន្តែអត់ទាន់ដឹងថាការដាំដោយរបៀបណាទេចំណុចដាំនេះហើយគឺជាចំណុចពិសេសអញ្ចឹងលោកអ្នកតាមដានទស្សនាបន្តទៀតថាតើការដាំដំណាំដូងគេដាំដោយមិនមែនការដាំដូងទេណាដាំដូងអត់ឯងលោតចូលទឹកក្រំណានឹងដល់ដាំដំណាំដូងបានន័យថាយើងដាំដំណាំដូងរបស់យើងនេះពងតែធ្លាក់ផ្លែនេះហ្នឹងហើយ អញ្ចឹងយើងទៅខាងមុខទៀតដែរបាទជឿជាការអូនធំសឹងអីអូអូនរៀបចំប្រព័ន្ធទឹកក្នុងហ្នឹងទៀតណាបាទព្រោះរៀបចំប្រព័ន្ធទឹកហ្នឹងសម្រាប់ខែប្រាំងរយៈពេល 6 ខែទៅមានទឹកដូចជាស្រះទឹកស្រះអីចឹងណាយើងជីកស្រះមកបាទជីកស្រះខ្ញុំមានស្រះហ្នឹងហើយជីកហ្នឹងហើយយកទឹកពីហ្នឹងមកដាក់តទៅយោចឹងមកបើមានគ្រប់ដើមទាំងអស់មកអូនោះគេដាក់ក្បាលវិលណាបាទដាក់ក្បាលវិលឲ្យវា បើសិនជាអាហ្នឹងសម្រាប់ខែប្រាំងឯងបើសិនជាខែវស្សាយើងភ្លៀងគ្រប់គ្រាន់សម្រាប់នេះយើងអត់អាចស្រោចក៏បានដែរមិនចាំបាច់ស្រោចទេព្រោះខែភ្លៀងហើយឆ្នាំនេះចំពោះទឹកល្អឲ្យអូនទឹកភ្លៀងសម្រាប់ដំណាំយើងឆ្នាំនេះឆ្នាំនេះវិញទឹកភ្លៀងបើគិតជាមកភ្ជុំវាខ្វះហ៎បាទខ្វះហ្មងមិនមែនតែសម្រាប់ដំណាំខ្ញុំទេប្រហែលវាមានផលប៉ះពាល់ដំណាំបងប្អូនជាពលរដ្ឋឬមួយអ្នកនៅទាំងអស់ដែលនៅស្រុកយើងនឹងឬមួយនេះប្រទេសយើងហ្នឹងវាខ្ញុំជឿថាអត់មានបានទទួល ទឹកភ្លៀងឯព្រោះគឺឆ្នាំនេះមើលទៅដូចអត់មានភ្លៀងហ្មងលោកអ្នកនាងគួរឲ្យកោតសរសើរដល់អូននប់នៅក្មេងក៏ប៉ុន្តែអូននប់ធ្វើការងារច្រើនហើយបើតាមបងដឹងនប់មានទាំងចំសត្វធាតុថែមទៀតចាអញ្ចឹងចំពោះសត្វធាតុហ្នឹងតិចទៀតចាំជឿជូនគាត់ដែរបាទខ្ញុំពួកយើងអត់សត្វមួយចំនួនប៉ុន្តែអាសត្វហ្នឹងគឺខ្ញុំអត់មានច្រើនទេសម្រាប់នេះប៉ុន្តែជាលក្ខណៈគ្រួសារសម្រាប់ខ្ញុំបាទប៉ុន្តែខ្ញុំដូចថាខ្ញុំនិយាយថាមិនឲ្យយកពេលវេលាហ្នឹងយកទៅដល់លេងឬមួយទៅសាប់គ្រឿងដូចខាងប្រធានបងប្រធានយុវជនគាត់មានប្រសាសន៍យ៉ាងមិញហ្នឹងបាទយ៉ាងមិញក្តីហ្នឹងល្អតែអូនហ្នឹងឯងអញ្ចឹងបាទបងចូលចិត្តថាអូយនៅពេលដែលបានជួបយុវជនគំរូអញ្ចឹងបងសប្បាយចិត្តណាបងនឹងខិតខំធ្វើយ៉ាងណាយកអ្វីដែលជាគំនិតល្អៗពីបងអូនហ្នឹងផ្សព្វផ្សាយជូនដល់បងប្អូនបន្តទៀតហើយដល់អញ្ចឹងទៅយើងចេះតែរីចម្រើនណាហើយចំពោះដំណាំដូងបើយើងនិយាយពីផលផ្លែដូងហ្នឹងវិញណា គឺថាពេញនិយមណាសម្រាប់ទទួលទានណាបាទហ្នឹងទឹកវាឆ្ងាញ់ណាស់បើសហបានតែចិត្តឲ្យ
ចិត្តសបកចេះស្អាតហើយយកទៅក្លាសេទៀតណា បាទយកទៅខ្លះទេចា អត់តោះល្អហ្មងហើយបើមិនទៀតដូងក្លុកទៀត បាទហ្នឹងហើយក៏ទៅយកទៅច្នៃប្រឌិតបានច្រើនដូងហ្នឹងបាទយើងយកទៅធ្វើជាហួយក៏បានបាទយកទៅធ្វើជាអែមផ្សេងដែលបងប្អូនគាត់អាចយកទៅកែច្នៃបាន អូយដល់អូននិយាយចឹងទៅតេតិជនណាជាពិសេសលោកអ្នកដែលមានចំនួនដូចថាគាត់ចេះយកអាផលិតផលយើង ទៅកែច្នៃ នៅកែច្នៃគាត់នឹងតាក់ទងអូននេះអូនឯងគឺថាធ្វើយ៉ាងម៉េចលក់ជូនគាត់ឲ្យតម្លៃសមស្រប បាទហ្នឹងហើយជាទូទៅខ្ញុំបើគិតទៅក្នុងតម្លៃទីផ្សារហ្នឹងខ្ញុំបើគិតទៅខ្ញុំអាចលក់បានក្នុងតម្លៃដែលបងប្អូនទទួលយកបានអញ្ចឹងនិយាយថាទទួលយកបានថាតម្លៃដែលយើងអាចតវ៉ាគ្នាបើគាត់និយាយចឹងហ្នឹងហើយចែកគ្នាចំណេញហ្នឹងហើយបាទ អូនដាំដុះនេះក៏យើងដាំទី1គឺយើងត្រូវការទឹកហើយទឹកហ្នឹងយើងមិនមែនវាហូរមកដោយខ្លួនឯងទេយើងយកប្រេងហ្នឹងទៅបូមវាមិនចឹងណា និយាយរួមអត្ថប្រយោជន៍របស់វាហ្នឹងគឺទៅត្រូវការទឹកខ្លាំងហ្មងគឺដំណាំដូងហ្នឹងបាទបើអត់ទឹកអត់បានហ្មងដូងក្អប់ហ្នឹងបាទគឺសំខាន់ណាស់ទឹកហ្មងដូចមនុស្សយើងត្រូវការទឹកចឹងហ្មងនិយាយរួមបាទហ្នឹងអត់ទឹកអត់បានហើយបងលឺសូពីអ្នកស្វាមីភរិយាហ្នឹងប្រឹងប្រែងមែនទេនៅក្មេងៗមានបត់ម៉ានមួយបាទ អូនៅក្មេងកុំអាចយកពេមួយសិនណាទៅក្មេងកូនមួយមានអីចាំដល់ពេលចាស់ទីទៀតសំគិតទៀតហ្នឹងឥឡូវកំពុងតែសប្បាយហ្នឹងអាដំណាំដូងដំណាំអីនេះមែនទេ បាទត្រូវកំពុងសប្បាយចង់បានលុយខ្លះមួយចំនួនព្រោះអត់ទាន់មានលុយសល់ច្រើន ដូង5ហិកតាអត់សល់ច្រើនដល់និយាយអាវាខ្លួនឯងមិញទៅណាទៅប្រមូលផលខាងនោះអី ចា ហើយកាប់បានប៉ុន្មានធ្លាយ ចាបានប្រហែលជាជិត20ធ្លាយ អញ្ចឹង ចា អូហើយប្រមូលផលម្ដងប៉ុន្មាន អត់ទៀងស្រែកតែលើម៉ួយកំងជួនកាលគេយក100ធ្លាយអញ្ចឹងក៏មានឬមួយក៏50 60អញ្ចឹងជួនកាលអាចដល់ទៅ700ផ្លែអីក៏មានដែរ អញ្ចឹងការងាររបស់អូនមាសឯងអ្នកដើរពិនិត្យមើលអាដូងណាចាស់អីអញ្ចឹងល្មមថាប្រមូលផលអូនអ្នកប្រមូលទៅជាមួយកម្មករអញ្ចឹង ហ្នឹងហើយ អូហើយតើអូននោះអ្នកថៃត ចា គេចែកការងារគ្នាល្អណាស់ហ្នឹងហើយសហការគ្នាល្អតែពេលអញ្ចឹងយើងបាននៅធ្វើការជុំគ្នាអញ្ចឹងល្អមែនតើយើងដឹងសុខទុក្ខគ្នាណា ហ្នឹងហើយ ចាអញ្ចឹងបានជាលោកអនុប្រធានយុវជនឃុំត្រែងតែយើងគាត់ថាគាត់ចង់បានណាឲ្យប្រជាពលរដ្ឋជាពិសេសយុវជនធ្វើការនៅក្នុងហ្នឹងមិនថាយើងមិនចង់ឲ្យចំណាក់ស្រុកទេចំណាក់ទៅបើគ្រាន់តែឲ្យស្របច្បាប់ទៅណា បាទ ហើយបើចេញទៅជ្រុលតែចេញទៅគេទៅយកបច្ចេកវិទ្យាពីគេអស់ទៅ បាទហ្នឹងហើយចាដូចបងមានសាស ឥឡូវមាសហើយអនឯងប្រមូលផលនោះបានមិនថឹកអនឯងដើរមួយបងតិចទេ ចាដែរបានហើយរួចរាល់ អញ្ចឹងហ៎ បាទ មកអញ្ចឹងយើងដើរជុំគ្នាទៅហើយអាដើមនេះក៏ទៀបណាស់ដែរនេះអូនបង អូយដើមនេះផ្លែចឹង អើអស់តោះអានេះនៅស្ទើរតែហ៎មាស ចានៅស្ទើរអានេះអត់ទាន់កាត់បានទេ អានេះប្រហែលថ្ងៃទៀតដែលយើងប្រមូលផលបាន អានេះប្រហែលជាមួយអាទិត្យឬមួយទៅ10ថ្ងៃអីទៀតល្មមយកបាន អញ្ចឹង ចា បើសិនជាពេញទំហឹងដែលថាឆ្ងាញ់ហ្មងណាដងគេយកអាយុប្រហែលអាពេលដែលវាផ្លែគិតពីចាប់ដើមក្តឹបមកដល់ប្រមូលផល 3ខែដូចជាខ្នោដែរ 3 ខែ អត់ធ្លាយនឹងត3ខែ ចាចាប់ពីត្រឹមនេះចាប់ពីត្រឹមក្តឹបផ្កាមកយើងរកពីខ្ពស់មករហូតមក3ខែបានយើងប្រមូលផលបានល្មមថាឆ្ងាញ់ហ្មងណាល្មមត្រូវស្តង់ដាររបស់វាហ្មង អូត្រូវស្តង់ដារ ចា កាប់បាន ចាំបើសិនជាវាដូចថាលើសនឹងបន្តិចទៀត លើសហ្នឹងវាចាស់ ទៅជា តែហ្នឹងក៏ឆ្ងាញ់ដូចគ្នាចាព្រោះដូងក្អូបនេះវាកាន់តែចាស់ទឹកវារត់តែផ្អែមឡើង អញ្ចឹង ចា តែបងលឺអូននប់ថាម៉េចវាអីអូន ចាស់ខ្លាំងពេកទៅហ្នឹងវាអាចមានហ្គាសដែរ អញ្ចឹង ចា គេដែលយកអាដូងនឹងទៅធ្វើនំអត់ចាស់ពេលចាស់ទុកអូនឯងទុកអត់ទុកដល់ចាស់អត់ ធ្លាប់ទុកដែរ អញ្ចឹង ចា គេយក មិនធ្លាប់ទុកដូចថាណាយើងដើរមើលអត់សពអញ្ចឹងទៅវាចាស់អញ្ចឹងណាចាស់អញ្ចឹងយើងទុកឲ្យទុំក៏មានអ្នកទិញដែរគេទិញផ្លែទុំដូចគ្នាប៉ុន្តែគ្រាន់ថាអត់សូវទុកទេ អញ្ចឹង ចា ហើយអនឯងមើលមិនហ្នឹងបងជួយជួនលោកអ្នកថាចេះយើងនិយាយពីការដាំដុះទៅអូននំស្រាប់តែពេលបានស្រីមាសមកចិត្តលេងគិតរឿងដាំដុះហ្មងសួររឿងប្រមូលផលចុះចែកដល់អនឯងប្រមូលផលឲ្យដើរមកចិត្តបងហ៎ហើយបងពងចង់ជួបផងចេះតែឆ្ងល់នប់គេមកគេតាក់តែងដើរមកអញ្ចឹងចេះសួរនប់រួចខំធ្វើឯណាប្រពន្ធណាអូបងឯណោះនៅណោហើយបងថាអញ្ចឹងបងជួយអនឯងសិនទៅហ្នឹងហើយឥឡូវយើងក៏ធ្វើការរួមគ្នាទៀតយើងនិយាយពីការដាំដុះតិចទៅអី បាទហ្នឹងហើយ តើអូនបាទ ដំបងដែលយើងយកទៅដាំដូងវាគិតទៅបានដូចឧទាហរណ៍ដូងកម្រិតប៉ុណ្ណេះទៀតចឹងយើងយកទៅដាំយើងជីកដីជំរៅកន្លះម៉ែត្រ4ជ្រុងបាទហើយយើងមានជីធម្មជាតិរបស់យើងដូចជាអាចគោជីអីក៏ដោយឲ្យបំលែងឲ្យវាស្ងួតទៅឲ្យវាបំផុសជាមួយដីមិនថាដីអីឲ្យតែបំលែងទៅជាជីទាំងអស់យើងអាចយកទៅដាក់នៅនឹងជាសម្រាប់ជាស្លឹកឈើជាអីចឹងស្លឹកទៀងខេតស្លឹកអីចឹងណា ចា បាទហ្នឹងយើងនិយាយពីជីធម្មជាតិបាទអាចយកទៅដាក់នៅក្នុងហ្នឹងអញ្ចឹង
ដោយទៅយើងលុបដីវាក្នុងកម្រិតគេហៅ50ពាក់កណ្ដាល បានន័យថាបើរណ្ដៅ បើសិនរំដៅយើងកន្លះម៉ែត្រ4ជុងយើងអាចលុបដីពាក់កណ្ដាលទៅយើងបាទពាក់កណ្ដាលកន្លះម៉ែត្រពីទឹកកន្លះចឹងទៅយើងអាចដាក់ដូងនឹងដាំក្នុងកម្រិតប៉ុណ្ណឹងដាក់ដាំហើយយើងអាចមុនដំបូងយើងដាក់ជីធម្មជាតិហើយយើងស្រោចទឹកវាសិនហើយរយៈពេល2 3ខែយើងអាចដាក់ជី1ខាំឬមួយ3ខាំក្នុងកម្រិត3ខែហ្នឹងធ្វើជាកំពែងវាដាក់ជីរួលនឹងថែមទៀតបាទបន្ទាប់ពីហ្នឹងមកយើងដូងយើងបានរយៈពេល6ខែយើងដាក់ជីមានន័យថាពេលដែលយើងដាក់ជីធម្មជាតិហើយអញ្ចឹងទៅយើងដាក់ដីហើយអញ្ចឹងបានយើងយកដូងកូនដូងដែលយើងបានបដោះហើយហ្នឹងយើងយកទៅដាក់នៅក្នុងរណ្ដៅ ហ្នឹងយើងលុបទៅបាទយើងចំកណ្ដាលយើងលុបវាលុបមិនឲ្យលុបពេញពេកក៏បានលុបទៅត្រឹមដូងដូចមានដូងចឹងឧទាហរណ៍ថាដូងយើងទៅបាទដូងក្នុងកម្រិតយើងពាក់កណ្ដាលដូចគ្នាយើងលុបវាចឹងធម្មតាទៅអូអត់ឲ្យចិត្តអត់ឲ្យលុបពេញចិត្តទេបាទលុបចិត្តពេញវាមានផលប៉ះពាល់បើយើងនិយាយដល់វាសរុបសេចក្តីទៅវាអត់រស់ហ្មងបើលុបចិត្តទៅវាទី1វាបង្កប៉ះពាល់វាអាចសัตว์ដូចជាទៅកៅរួយសัตว์ដួងឬមួយអីចឹងណាហ្នឹងហើយវាស៊ីបដូលវាហ្នឹងឬមួយសម្ោចឬមួយអីចឹងទៅហើយយើងដាក់នេះយើងផ្អៀងបន្តិចអត់យើងដាក់រៀងហ្នឹងដាក់វាចំផ្អៀងបន្តិចទៅវាហ្នឹងបដូលវាធម្មតាតែពេលវាដុះមកវាមិនប្រកាសថាដុះចេញពីពាក់កណ្ដាលទៅវានឹងដុះមកចំហៀងវាហ្នឹងហើយចាបាទវាដូងដែលយើងបដោះយើងបដោះហើយទៅបាទយើងចេះវាចេញវាខ្នែងវានឹងរៀងប្រឆាកចំនេះមិនអាចចំពាក់កណ្ដាលដូងទេហើយយើងរៀងបាទយើងដាក់តាមអ្វីដែលវាត្រង់នឹងវាត្រង់នឹងទៅគេថាដាំដូងណាដាំដូងយើងដាំហ្នឹងហើយតាមអ្វីដែលយើងនេះហ្នឹងបាទបន្ទាប់ពីនឹងមកយើងលុបដីវាបន្ទាប់ពីយើងលុបដីយើងស្រោចទឹកធម្មតាអញ្ចឹងហើយរយៈពេលបាន3ខែយើងអាចដាក់ជីម្ដងទៀតយើងអាចដាក់ជីគីមីក៏បានឬជីធម្មជាតិក៏បានតែបើធម្មជាតិបានល្អបាទបើជីធម្មជាតិក៏ល្អដែរព្រោះយើងវានៅតូចជីធម្មជាតិយើងប្រើជីអីអូនជីរាល់ថ្ងៃធម្មជាតិខ្ញុំបំលែងអាចគោស្លឹកឈើស្លឹកព្រោះខ្ញុំមានឡស្មានឡស្មានធម្មជាតិអញ្ចឹងយើងយកអាទឹកវាហ្នឹងដួសយកមកហាលហើយបានយើងវាយវាបំបែកឲ្យម៉ត់ទៅហើយដើររយវាមើលទៅតាមគល់វាឃើញមានទាំងអាចជ្រូកមានទាំងអាចគោដែលជាឡស្មានចេញមកពីឡស្មានហ្នឹងចាអញ្ចឹងមានន័យថាអូនឯងចំសัตว์មិញយើងថាលាក់សិនណាមានឯណាមកបងនិយាយជាមួយអូនណប់អូនណប់ក៏ជម្រាបជូនលោកអ្នកយើងនិយាយពីដងសិនដល់ពេលអូនមាសមកដល់គេថាបើដាំដងហើយយើងបាច់រឿងលាក់អីទៀតទេបងព្រោះអាដងហ្នឹងយើងត្រូវការដាក់ជីធម្មជាតិអញ្ចឹងមានន័យថាអូនចិញ្ចឹមជ្រូកចាចិញ្ចឹមជ្រូកចិញ្ចឹមគោចិញ្ចឹមជ្រូកចិញ្ចឹមគោចិញ្ចឹមមាន់ចិញ្ចឹមទាបាទមានត្រីខ្លះមួយចំនួនបាទមួយចំនួនទូចទេมันមានធំហើយដល់អញ្ចឹងយើងបានអាជីលាមកសัตว์របស់យើងហ្នឹងចេញពីអាកាក់សំណល់អូស្មានចាយកមកធ្វើមិនអូនរៀបរាប់យកមកយើងដួសអាចំណែកវាដែលខាប់ហ្នឹងយើងយកមកដាក់ហាលលើហ្វាបទៅដល់មកយើងបំបែកវាឲ្យបែកម៉ត់ទៅហើយយកមកដើររយតាមដំណាំរបស់យើងចាហ្នឹងសម្រាប់អាចគោចាសម្រាប់កំអែដែលចេញពីឡស្មានហ្នឹងអញ្ចឹងអូនចំណែកហ្នឹងមិនទិញជីគេណាចាហើយអាទឹកវាដែលខាប់ហ្នឹងយើងយកមកចាក់ឲ្យត្រីវាកើតជាប្លុងតុងត្រីស៊ីយ៉ាអូយអញ្ចឹងបានណប់គេចេះបងចាំមើលប្រពន្ធខ្ញុំមកបើចាំមើលគឺដឹងរឿងហ្មងគេចាំអួតអញ្ចឹងសោះឯងអត់ដឹងរឿងចេះតែខំណប់មើលអីកាបងតិចគេចេះតែពជាអីរហូតដឹងអីប្រពន្ធគេមកគេជំនាញអញ្ចឹងមែនមានឥឡូវអញ្ចឹងថ្ងៃនេះយើងបានជួបស្ត្រីពីររូបទី1គឺស្ត្រីថ្នាក់ដឹកនាំលោកស្រីមេឃុំចាក្រែងតែយើងមួយទី2នេះគឺភរិយាដ៏ឧត្តមរបស់ឡំគឺអូនស្រីមាសហើយជីតាគេល្អណាស់សម្រិតស្រីមាសចាំមិនដាក់មាសស្រីសម្រិតដល់គិតសពទៅសម្រិតបើយើងគិតពីលំដាប់មាសអស់លំដាប់ណាមាសឲ្យប្រាក់ឲ្យសម្រិតហើយដល់អញ្ចឹងយកសម្រិតយកមកដាក់មុនហ្នឹងវាអត់បញ្ហាជីតាថាគាត់អត់ទៅដើមចាស់ហ្នឹងអញ្ចឹងយើងបន្តទៀតបន្ទាប់ពីយើងយកជីហ្នឹងមកនឹងគុំតំណាំរបស់យើងហ្នឹងណាដូងណាអញ្ចឹងយើងត្រូវធ្វើម៉េចទៀតរយៈពេល3ខែដែលយើងរួយនឹងហើយយើងស្រោចទឹកធម្មតាអញ្ចឹងទៅជាប្រចាំសម្រាប់យើងហ្នឹងតបាន6ខែដូងនោះក្នុងកម្រិតដែលបងអាចងាកទៅខាងនោះមើលបានបន្តបាទទូចនោះបាទ6ខែយើងដាំថែមហ្នឹងឯងបាទដាំថែមកន្លែងខ្លះយើងជួសដូងវាអត់សុទ្ធអញ្ចឹងយើងដកវាចោលយើងជួសអាដូងក្អូបហ្នឹងវិញអញ្ចឹងឲ្យដល់6ខែអញ្ចឹងវាយើងត្រូវធ្វើអីទៀត6ខែយើងអាចដាក់ជីម្សាទៀតក៏បានដែរជីដែលបំលែងដែលខ្ញុំនិយាយថាជីធម្មជាតិរបស់ខ្ញុំហ្នឹងហើយអាស្រ័យមិនបាច់ថាជីធម្មជាតិទេយើងដាក់ជីគីមីក៏បានដែរតែជីគីមីបើសិនជាយើងដាក់ក្នុងកម្រិតទាបវានៅតូចអត់អាចដាក់កម្រិត 100% បានឧទាហរណ៍ថាដាក់ក្នុងកម្រិត3ខាំអញ្ចឹងយើងអាចត្រឹម50
មួយក៏35%នៃកម្រិតជីហ្នឹងបើសិនជាជីធម្មជាតិយើងអាចដាក់បាន100%តែក៏យើងអាចបំលែងវាឲ្យវាបាត់មានអត់មានជាតិមានបាក់តេរីមានអីអាមេរោគគេហៅថាមេរោគនេះហ្នឹង អញ្ចឹង កាច់បកហាត់ប៉ះពាល់ដល់ហ្នឹងដែរ អូចា បាទទូដងធំក៏ដោយ អញ្ចឹងហ៎ បាទបើគាត់ទៅយើងដាក់ស្រួយទឹកធម្មតាបន្ទាប់ពី6ខែមកយើងអាចពូនជាកំពែងវាឲ្យធំហ្មងកាលពីតូចមកកំពែងវាធម្មតាវាលុបទេលុបឲ្យវានេះតែដល់ពេល6ខែមកយើងអាចពូនជាកំពែងវាដើម្បីឲ្យយើងដាក់ជីឲ្យវាមានលំនឹងនៅហ្នឹងអត់ឲ្យហូរចេញទៅក្រៅបាទបើសិនជាយើងអត់ពូនជាកំពែងយើងដាក់ជីនៅហ្នឹងវាធ្វើឲ្យបើគាត់ទៅវាអាចជីនឹងវាហូរចេញទៅខាងចំណុចមួយទៀតអូនថាចំពោះដំណាំដូងនេះវាស៊ីទឹកហ្នឹងអញ្ចឹងទឹកយើងត្រូវធ្វើយ៉ាងម៉េច វានិយាយរួមត្រូវការផ្គត់ផ្គង់អាទឹកនឹងខ្លាំងមែនតែនសម្រាប់ដំណាំដូងហ្នឹងទឹកហ្នឹងគេសំបីតាយើងកាត់ដូងនឹងហើយក៏ដោយក៏យើងត្រូវការស្រោចវាដែរស្រោចឲ្យវាចេញជាផ្កាហ្នឹងហើយដើម្បីបានផល ព្រោះនៅពេលដែលថាពេលដែលមានទឹកគ្រប់គ្រាន់អញ្ចឹងវាចេញខ្ពស់ចេញផ្កាមករហូត បាទវាឆាប់ដូច តែបើសិនជាអត់មានទឹកទេវាចេញតែខែវស្សាទេតែផ្លែដូងណាចាយើងបានផលតែខែវស្សាទេតែបើសិនជាយើងស្រោចទឹកវាជាប់រហូតគឺវាមានផ្កាចេញចាមួយឆ្នាំពេញមួយឆ្នាំ ពេញមួយឆ្នាំហ្មងវាមិន ដូ ដូច ងវាអត់ដូចដំណាំស្វាយឬដំណាំអីគឺឲ្យតែមានទឹកគឺវាចេញរហូតចេញផ្កាចេញផ្លែរហូត អូវាអាមាសបើអញ្ចឹងវាចំហរយើងណា ចា តែសំខាន់បើយើងថែទាំ បាទគឺថែទាំហ្នឹងគឺទឹកគេរួមទឹកអត់តែបានដាក់កាន់តែច្រើនកាន់តែល្អ ក៏ប៉ុន្តែដំណាំហ្នឹងក៏វាអត់ត្រូវការឲ្យទឹកជោគជាំដែរ ចាអត់ត្រូវការ ទឹក ទឹក ជាប់ទេបើសិនជាដក់នៅក្នុងហ្នឹងទៅវាអាចរលំខូច យើងអាចប៉ាន់ប្រមាណបានទេអូនណុកក៏ដូចជាអូនវាយើងប្រមាណដឹងទេថាយើងគួរតែដាក់ទឹកមិនដែលយើងហៅថាលក្ខណៈសមស្របនោះដើម្បីឲ្យបងប្អូនវិជាកសិករយើងគាត់ដឹងផងនាង កម្រិតទឹកដែលជាមួយភ្ជុំបើសិនជាដាក់សមស្របនឹងដូងហ្នឹងបើយើងដាក់ជាមួយភ្ជុំដាក់ខ្ញុំចែកជាខែវិញក្នុងមួយខែខ្ញុំអាចស្រោច3ដងខ្ញុំនិយាយថាសម្រាប់តែខែប្រាំងទេណា ចា បាទសម្រាប់ខែវស្សាបើវាភ្លៀងប្រចាំថ្ងៃឯងយើងមិនបាច់ស្រោចវាទេឬមួយភ្លៀងក្នុងមួយខែម្ដងឬមួយមួយអាទិត្យម្ដងអីចឹងមិនបាច់ស្រោចក៏អត់អីដែរសម្រាប់ខែវស្សាតែបើសម្រាប់ខែប្រាំងខ្ញុំនិយាយថាក្នុងមួយខែខ្ញុំបែងចែកជា3មួយសប្ដាហ៍ម្ដងក៏ល្អដាក់ឲ្យចូល10ដើមដូងចឹងខ្ញុំតត្រូវមានវ៉ានមួយសម្រាប់បិទដូង10ដើមហ្នឹងមួយជួរហ្នឹងឬមួយ20ដើមហ្នឹងមានវ៉ានមួយស្រោចក្នុងមួយវ៉ានហ្នឹងស្រោចរយៈពេល10នាទីទៅ5-10នាទី ហើយយើងទៅបើក ខ្ញុំបើកវ៉ានផ្សេងទៀត ផ្សេងទៅ បាទ អូយឥឡូវទំនើបចឹងណាអាមាសហើយបើសិនជាហែកទឹកមិនបាច់ទេណា តែបើយើងស្រោចតាមរយៈពេលដូចតយោកាន់នៅដៃវិញវានិយាយថាអាស្រ័យទៅលើយើងលទ្ធភាពដែលយើងធ្វើទៅរួចទេបើធ្វើកាន់តយោទៅវាខាត់ចំណូលទៅវាកាន់តែច្រើនព្រោះវារយៈពេលវាទៅយូរដើរស្រោចមួយវាវាន់ដើមវាន់នេះចឹងគល់ចឹង10ឆ្នាំយើងដាក់ក្នុងមួយតយោហ្នឹងតយោក៏វាអត់មានខូចប៉ះពាល់ទៅណាដែរបើយើងអត់មានភ្ជួរអត់មានបំផុសដីអត់មានប៉ះពាល់តយោហ្នឹង តែយើងដាំដំណាំដូងដំបូងឡើយយើងមិនចាំបាច់ភ្ជួរដីទេយើងជីកយកដៅយកហ្មងអី ចាធ្វើតែក្នុងដៅឲ្យស្អាតទៅដាក់តែជីដាក់អីទៅ ជាការស្រេចណា ចា បាទទីខាងស្រាប់ មាសបងឃើញដូងអនឯងនៅអង្គលហ្នឹងមានដាក់អំបិលហើយមិនចាំបាច់ដាក់អំបិលអីអូន វាជាវិធីសាស្ត្រមួយទៀតសម្រាប់ធ្វើឲ្យទឹកដូងនោះវាមានរសជាតិកាន់តែផ្អែមចាគេដាក់ទាំងគល់ហើយនឹងគេដាក់នៅលើខ្ពរលើទៀតចា ហើយដាក់មកដើមប្រហែលគីឡូ នេះមួយដើម2គីឡូ 2គីឡូ ចា 2គីឡូទៅ3គីឡូ ដល់ពេលយើងដាក់អញ្ចឹងខែភាសាទៅពេលភ្លៀងវាមកអញ្ចឹងវាជ្រាបចូលទៅក្នុងដីចូលទៅក្នុងឫសអញ្ចឹងវាធ្វើឲ្យដូងផ្អែម យើងដាក់ពេលវាអាយុប៉ុន្មាន ពេលដែលវាបានផល ហ្មង ចាចាប់ដើមបានផល ហើយយើងដាក់ប៉ុន្មានដង ក្នុងមួយឆ្នាំយើងដាក់ម្ដង តែប៉ុណ្្នឹង ចា ឥឡូវបងដឹងពីវិធីសាស្ត្រនៅក្នុងការដាំដូងរៀបរាប់ដោយអូនណូបហើយនឹងការថែទាំមួយចំនួនដោយអូនមាសអញ្ចឹងបងសួរមួយទៀតដូចជាស្មៅដូចជាអីតាអាហ្នឹងយើងធ្វើយ៉ាងម៉េចដូចជាធៀងវាអីអញ្ចឹង ដូចខែប្រាំងវិញបើសិនជាយើងប្រើថ្នាំឬមួយបាញ់អត់មិនឲ្យមានវិញក៏វាប៉ះពាល់ទៅលើនេះដែរធម្មតាយើងកាន់តែប្រើថ្នាំក៏វារងប៉ះពាល់ទៅលើដូងយើងច្រើនដែរវាដូចគ្នាតែបើយើងសម្អាតដោយដៃក៏វាប្រើដល់កម្លាំងដល់ច្រើនដែរអញ្ចឹងខ្ញុំជ្រើសរើសមានវិធីមួយទៀតថាឆ្កាវាសិនចាំយើងបាញ់ថ្នាំក្រោយព្រោះបើសិនជាយើងអត់ឆ្កាឲ្យបាញ់ថ្នាំក្រោយយើងជ្រើសរើសយកតែបាញ់សុទ្ធហ្មងវាប៉ះពាល់ពោះស្មៅវាខ្ពស់បាញ់ទៅវាសាយភីអាក្បាលវានឹងទៅប៉ះជាមួយដូងបាទក៏វាអាចងាប់ដែរ ចា ស្លាប់ចំពោះការសម្អាតវិញមានខ្ពរឬមួយក្របដូងដែលញ៉ាំហើយដែលនៅសល់នឹងដែលមាននេះហ្នឹងក៏វាមានប៉ះពាល់របស់យើងដែរត្រូវយើងសម្អាតយកទៅដុតយកទៅខ្ញុំវាមានកន្លែងមួយទៀតកន្លែងដុតនិយាយរួមអត់ឲ្យមានទុកនៅកន្លែង
ចំការយើងហ្នឹង វាមានជាកឌីឬមួយក៏ជាតកៅដួង អញ្ចឹងណា ហើយកដោអញ្ចឹង បាទ ណា កដោវាផលប៉ះពាល់វាមានច្រើន ជាការប៉ັດណាដោយអូននប់គេធ្វើមុនហ្នឹងលោកអ្នកបានឃើញសកម្មភាពបងអូនគឺថាសំបីតែមានស្អីនៅក្បាលអាកដងយើងហ្នឹង បាទក៏យើងសម្អាតចេញដែរ សម្អាតចាហើយមួយទៀតធៀងណាដែលត្រូវកាប់ធៀងណាមិនត្រូវកាប់អញ្ចឹងលោកអ្នកនាងបានបទពិសោធន៍ច្រើនមែនទែនដោយសារតែកម្មវិធីរបស់យើងហ្នឹងមានពេលវេលាកំណត់ម្ល៉េះហើយការងារលម្អិតនេះខ្ញុំមិនសូវបានជួយលោកអ្នកច្បាស់លាស់ហើយប៉ុន្តែគ្រាន់ថាអូននប់ហើយនឹងអូនមាសគេមានលេខទូរស័ព្ទដែលបានឡើងនៅកញ្ចក់ទូរទស្សន៍ស្រាប់ហើយអញ្ចឹងមានចម្ងល់អីតាក់ទងនឹងអូននប់ បាទ ណា បើមានចម្ងល់អីបងប្អូនអាចតាក់ទងមកបានលេខទូរស័ព្ទរបស់ខ្ញុំគឺលេខ071 8 7 ដើម007 បាទលេខទូរស័ព្ទរបស់គ្រួសាររបស់ខ្ញុំគឺ071 9 7 ដើម007 ចាលេខទូរស័ព្ទនេះគឺជាការទំនាក់ទំនងទី1គឺលោកអ្នកអាចរកដោយថាសេវា បាទសេវាតាក់ទងដូចចង់ទិញ តកតងទិញដូង ទិញទាទិញជ្រូកទិញមាន់អីមាន ប៉ុន្តែខ្ញុំនិយាយថាដូចពីប្រាប់ដូចថាខ្ញុំអត់មានច្រើនសម្រាប់នេះទេជ្រូកមាន់ទេបើដូងខ្ញុំអាចមានផ្គត់ផ្គង់សម្រាប់បងប្អូនបាន ច្រើនហ្នឹងសម្រាប់ដូងណា តែបើសត្វមាន់ទៅទៀតមាន 25% អីចិញ្ចឹមបែបគេហៅថាមិនឲ្យមានពេលទនេសម្រាប់ខ្ញុំព្រោះខ្ញុំចង់បានអាពេលវេលានឹងសម្រាប់ខ្ញុំឲ្យដូចថាហាត់ប្រាណសម្រាប់នេះផងព្រោះអត់មានយកពេលវេលាមួយទៅ ដើរលេងបាទ សេមានលឺស្វាមីនិយាយចឹងអូនសប្បាយចិត្តអត់មើលបញ្ចេញទឹកចិត្តថ្ងៃហ្នឹងបើកតលាយបេះដូងឲ្យស្វាមីដឹងឲ្យបានកាន់តែច្បាស់មើល ខ្ញុំឮអញ្ចឹងគឺមានចិត្តសប្បាយរីករាយមែនទែនចាសង្ឃឹមថាស្វាមីទាំងអស់នឹងខិតខំជួយការងារភរិយាអញ្ចឹងកុំឲ្យដើរលេងដើរទៅក្រៅអីអត់ប្រយោជន៍អញ្ចឹងទៅជួយខិតខំជួយការងារអញ្ចឹងទៅវាមានប្រយោជន៍ជាងចា ចាធ្វើទៅអូនហើយយើងក៏មិនហាមគាត់ថាឲ្យគាត់អញ្ជើញទៅដើរលេងសោះទេក៏ប៉ុន្តែគាត់ថាដើរលេងយ៉ាងម៉េចក៏ដោយធ្វើយ៉ាងណាឲ្យសមស្របត្រឹមត្រូវណាសំខាន់បំផុតគឺថាកុំឲ្យខុសច្បាប់ធ្វើអីក៏ដោយកុំឲ្យខុសច្បាប់ទៅសួរសុខទុក្ខបងប្អូនអីយើងមិនទៅហាមគាត់អីណាជួបជុំមិត្តភ័ក្តិអីម្ដងមកកាលហើយក៏ប៉ុន្តែធ្វើយ៉ាងណាឲ្យមានព្រំដែនណាបំណប់បងនិយាយហ្នឹងក្នុងនាមបងក៏ជាស្ត្រីដែរចាអញ្ចឹងថ្ងៃនេះយើងបានបងអូនយុវជនមួយរូបណាក្នុងចំណោមបងប្អូនយុវជនជាច្រើនរូបទៀតហើយជាពិសេសក៏មានអូនមាសដែរអញ្ចឹងយើងជួយធ្វើការគ្នាទៅល្អតែអូនបងចង់ឲ្យអូននឹងដល់ជាគំនិតយោបល់ដល់បងប្អូនប្រជាកសិករយើងបន្តិចដូចថាយើងជាកសិករបើយើងធ្វើអ្វីក៏ដោយយើងត្រូវតាំងចិត្តមុតមមធ្វើយ៉ាងម៉េចហើយជាពិសេសគឺថាដំណាំដូងតែម្ដងព្រោះបងឃើញដូងអូននឹងផ្លែច្រើនណាអញ្ចឹងបានន័យថាអូននឹងខិតខំហើយបានផលមែនទេចាអញ្ចឹងយើងផ្ដាំផ្ញើទៅកសិករយើងបន្តិចទៅណា គិតទៅពីបញ្ហាហ្នឹងដែលខ្ញុំខិតខំហ្នឹងវាហត់មែនទែនសម្រាប់ខ្ញុំហើយក៏យើងត្រូវការភាពតស៊ូសម្រាប់យើងដែរបើសិនជាយើងយកអាពេលវេលាហ្នឹងយកទៅខ្ញុំឧទាហរណ៍ថាយកពេលវេលាហ្នឹងយកទៅដើរលេងយកទៅនេះអីក៏យើងមិនអាចទាញអ្វីដែលថាលទ្ធផលដែលយើងទទួលបានមកទល់ឥឡូវនេះក៏យើងមិនអាចបានដែរ ចា បាទព្រោះយើងត្រូវខិតខំមកដូចដំណាំដូងព្រោះពីដំបូងមកដូចខ្ញុំបានផ្ដល់យោបល់ចំពោះបងប្អូនយើងថាដូងហ្នឹងវាចាប់ពីកើតដូចយើងដែលមនុស្សយើងដែលកើតឡើងអញ្ចឹងពីមួយចំណុចទៅមួយចំណុចពោះយើងត្រូវការថែទាំវាយ៉ាងម៉េចវាដាក់ជីត្រូវការតែងមែកតែងដើមឬមួយក៏សម្អាតវានិយាយរួមពាក់ព័ន្ធនៅផ្នែកហ្នឹងវាត្រូវការតស៊ូបើគិតថាมันឲ្យមានភាពមួយចន្លោះថាកន្លែងចំណុចណាមួយដែលយើងអត់មានពេលបើតនេសម្រាប់យើងក៏តនេបានដែរពេលណាដែលយើងគួរដើរពេលណាដែលយើងគួរមិនដើរបាទ ត្រូវហើយពេលណាគួរដើរពេលណាគួរមិនដើរព្រោះយើងដាំក៏ចឹងដែរយើងដាក់ចោលទៅអត់បានផលទេទោះតែតាមដានសង្កេតវាដឹងសុខទុក្ខវាណាចាឲ្យចុះអូនមាសអូនយល់ថាម៉េច ចាសម្រាប់ខ្ញុំគឺដំណាំដូងនេះគឺវាគិតថាបើវាពិបាកថែក៏ពិបាកមិនដែរបើសម្រាប់ខ្ញុំវិញគឺវាងាយស្រួលបំផុតព្រោះវាត្រូវការតែទឹកទេហើយចំណែកជីគឺវាមួយចំនួនតូចទេព្រោះស្វាមីខ្ញុំគឺនៅថែទាំរហូតដែរហើយនៅមើលនៅអីព្រោះវាមានដំណាក់កាលវាសម្រាប់ថែទាំដែរចា តែឥឡូវមានអីបងអត់បានឃើញការប្រមូលផលទេអញ្ចឹងឥឡូវនេះលោកអ្នកតាមដានទស្សនាបន្តទៀតយើងនឹងបង្ហាញជូនទស្សនវិជ្ជាបន្តិចទៀតណាចាតើអូនតោះចាអញ្ចឹងសូមលោកស្រីអ្នកកញ្ញាតាមដានទស្សនាអូយដូងយើងទៀតផ្លែអូនណាសូមលោកស្រីអ្នកកញ្ញាតាមដានទស្សនាជាបន្តដូចតទៅ នោះផ្លែនោះចាស់បង អូនមើលមិនបានដឹងចាស់មកវាស្រៀងគ្នាចឹងហ្នឹង គោះវាក៏ដឹងដែរបាទគោះរៀងស្រាលបើសិនវានៅខ្ចីគឺវាធ្ងន់ហើយ ចា បាទសំបីតែកាត់ភ្លាមក៏ចឹងដែរកាត់ភ្លាមបើវានៅខ្ចីអញ្ចឹងវាមានទម្ងន់ធ្ងន់ណាស់បើវាចាស់ហើយវារៀងស្រាលយ៉ាងនេះបន្តិចទុកមួយថ្ងៃឬមួយពីរថ្ងៃទៅមុខទៀតវាស្រាលកាន់តែស្រាលហើយវាមានមួយចំណុចទៀតគឺយើងកោសវាក៏បានដែរសាច់ដែលកោសលែង
មានឆ្នោតចេះវាចាស់ឡើងទឹកបើសិនជានៅខ្ចីវាកោសទៅវាសំណក់វាមកបាទវាមានទឹកសាមសាឧទាហរណ៍ដូចនេះយើងអញ្ចឹងដូចបើអ្នកសបើអ្នកខ្លះគេសគេកោសទៅអត់មានឃើញសំណាមសំណក់អីតែបើយើងអ្នកខ្លះខ្មៅវាកោសទៅសំណក់ឃើញចុះអូនមិននិយាយថាបាយសកាមកបាទបាយសកាហ្នឹងហើយឧទាហរណ៍ឥឡូវលោកអ្នកបានដឹងថាការប្រមូលផលដូងគឺដូចអូននិយាយអញ្ចឹងណាប៉ុន្តែដល់ឡើងអាខ្ពស់នោះត្រូវប្រមូលផលដាក់ចដាឡើងតែឡើងអេសនៅក្នុងនេះអត់ទេមានមួយវិធីទៀតយើងអាចមើលទៅដូងហ្នឹងថាក្បាលវាមើលទៅឃើញរៀងវាឡើងខៀវបើក្បាលវានៅសវាដូងនឹងក៏នៅស្ទើរដែរចាហើយអូនកាប់យ៉ាងម៉េចអីយ៉ាងម៉េចអូនកាប់ជំរាបជូនលោកអ្នកណាហើយអូនអត់អញ្ជើញលោកស្រីមេឃុំហើយលោកធានយុវជនមកអីជើញគាត់មកកាប់ហើយយើងភ្លក់ទាំងអស់គ្នាអីបាទអញ្ចឹងខ្ញុំសូមអញ្ជើញមកវិសាដូងទាំងអស់គ្នាហ្នឹងហើយឥឡូវកាប់ធ្លាយវាហ្នឹងអូនឯងគិតមកត្រូវកាប់ណាគិតចម្ងាយប៉ុន្មានពីដើមវាមួយទឹកពីដើមមកតាកបាទចាហើយបើចិត្តហ្នឹងពេកអត់បានទេបើចិត្តហ្នឹងពេកក៏បានដែរអត់អីទេបងចាបាទគាត់ថាវាពិបាកកាប់វាទើសកំបិតអញ្ចឹងហ៎បាទហ្នឹងអូអញ្ចឹងអើយអាមានឲ្យកាត់តិចអូនយីឥឡូវលោកស្រីចាស់សុំជើញតិចកាប់ចាវ៉ាធន់ថឹកតានេះនេះយកទៅជូនលោកអនុប្រធានយុវជនអូនមានទទួលពីផ្សារម៉ៃមកជូនលោកស្រីមេឃុំអូនសុវណ្ណនាងចាអញ្ចឹងប្រសិនបើលោកនាងចាប់អារម្មណ៍ចំការរបស់បងប្អូនប្រជាពលរដ្ឋយើងអញ្ចឹងអញ្ជើញមកផ្ទាល់តែម្ដងជាវផ្ទាល់អញ្ចឹងគឺបានថ្មីហ្មងមែនទេចាកន្លងមកមានទេសចរម្ដងហ្នឹងឯអូនមានចាធ្លាប់មានអញ្ចឹងណាហើយដល់យើងផ្សព្វផ្សាយអញ្ចឹងទៅជំរឿគាត់មកអូនឯងចាំដើរឲ្យគាត់រើសខ្លួនឯងណាគាត់ពេញចិត្តអីគាត់យកហ្នឹងហើយចុះអូនឯងអត់ភ្លក់អត់អីទេរាល់ថ្ងៃអីរាល់ថ្ងៃអីចាំចាឥឡូវហ្នឹងលោកអនុប្រធានយុវជនឃុំត្រែងតែយើងនាងខ្ញុំសុំភ្លុំម្ដងណាខ្ញុំលើកមេដៃដោយលោកអនុប្រធានយុវជនអត់មកចាឲ្យចំណាយបងស្រីខ្ញុំផ្អែមអត់មកអូផ្អែមឆ្ងាញ់ហើយក៏អូបទៀតប្រហើខ្ញុំញ៉ាំក្រោយគេញ៉ាំសិនចឹងខ្ញុំលើក5មកយល់ព្រមឆ្ងាញ់មែនចាសូមលោកស្រីនាងកញ្ញាតាមដានទស្សនាបន្តទៀតបើយើងនិយាយពីផ្លែដូងគឺជាផ្លែឈើមានសារៈប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងរាល់គ្នាគេអាចទទួលទានទាំងទឹកនិងសាច់បានយ៉ាងឆ្ងាញ់ពិសានៅក្នុងទឹកនិងសាច់ផ្លែដូងសម្បូរទៅដោយសារធាតុទ្រទ្រង់រាងកាយយ៉ាងច្រើនដល់មនុស្សយើងដូចជាវីតាមីន B កាត់វីតាមីន B6 វីតាមីន C កាល់ស្យូមដែកម៉ាញ៉េស្យូមផូស្វ័រប៉ូតាស្យូមជាតិទឹកនិងសង្កសីដោយសារតែផ្លែដូងសម្បូរទៅដោយសារធាតុទ្រទ្រង់រាងកាយដ៏ច្រើនដោយដែលបានរៀបរាប់ជូនខាងលើក្រៅពីទទួលទានទឹកនិងសាច់ហើយនោះវានៅមានគុណតម្លៃផ្នែកឱសថកែរោគបានយ៉ាងគប្ប្រពៃថែមទៀតផងក្នុងនោះទឹកដូងអាចប្រើប្រាស់ធ្វើជាភេសជ្ជៈបំប៉នកម្លាំងជួយធ្វើឲ្យមានលំនឹងនៅសារធាតុអ៊ីដ្រូលីសក្នុងរាងកាយមនុស្សជួយឲ្យឈាមស្អាតនិងជម្រះជាតិពុលក្នុងឈាមពេលចេញញើសនិងបន្ទោបង់ជួយបង្កើនលំហូរទឹកនោមសម្រួលចលនានិងលាងជម្រះជាតិពុលក្នុងពោះវៀនជួយកាត់បន្ថយកម្ដៅក្នុងខ្លួននៅពេលដែលអ្នកជំងឺបរិភោគពេលក្តៅខ្លួនឬគ្រុនក្តៅជួយសម្រួលការរំលាយអាហារនិងសម្រកទម្ងន់ជួយកាត់បន្ថយជាតិប្រេងលើសក់និងជួយឲ្យសក់កាន់តែមានសុខភាពល្អព្រមទាំងជួយឲ្យស្បែកមានសំណើមនិងគ្មានជាតិពុលលើស្បែកចំណែកឯសាច់ផ្លែដូងវិញសម្បូរសារធាតុបំប៉នជាច្រើនព្រមទាំងជាតិប្រូតេអ៊ីនដែលផ្លែឈើដទៃទៀតមិនអាចយកមកប្រៀបផ្ទឹមបានជាមួយគ្នានេះដែរយោងទៅតាមការស្រាវជ្រាវរបស់វេជ្ជសាស្ត្របុរាណចិនបានឲ្យដឹងថាផ្លែដូងអាចព្យាបាលនៅជំងឺក្អួតឈាមរារាំងនៅការឡើងកម្ដៅជាថ្នាំពៅព្យាបាលរោគពោះធំស្បែកលឿងរបស់កូនក្មេងថ្នាំបញ្ចុះព្រូនរោគស្លេកស្លាំងជួយរងាប់មេរោគព្យាបាលជំងឺក្តៅក្នុងស្រេកទឹកមិនសូវនោមព្យាបាលជំងឺបណ្ដាលមកពីពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀនរលាកក្រពះនិងរលាកស្បែកមិនតែប៉ុណ្ណោះការបរិភោគសាច់ដូងអាចជួយឲ្យស្បែកម៉ត់ល្អនិងរោមចិញ្ចើមដុះជាដើមន
ថ្ងៃនេះលោកអ្នកក៏ដូចជាបងប្អូនប្រជាកសិករយើងបានជ្រាបពីអត្ថប្រយោជន៍មួយចំនួនពាក់ព័ន្ធនឹងការទទួលទានផ្លែដូងទាំងទឹកនិងសាច់ដែលអាចជួយទ្រទ្រង់ដល់សារពាង្គកាយមនុស្សយើងដ៏ច្រើនក្រាស់ក្រែលហើយលោកអ្នកក៏ដូចជាបងប្អូនប្រជាកសិករយើងថែមទាំងបានស្ដាប់នៅបទពិសោធន៍ខ្លះៗដែលប្អូនប្រុសសួននប់ក៏ដូចជាប្អូនស្រីសម្រិតស្រីមាសបានរៀបរាប់ពីការដាំដំណាំដូងក្រអូបដែលពួកគេបាននឹងកំពុងធ្វើនេះអ្វីដែលជាចំណុចសម្គាល់នោះប្អូនទាំងពីរបានលើកឡើងថាទម្រាំបានដល់ចំណុចនេះលោកឪពុកអ្នកម្ដាយរបស់ប្អូនរួមទាំងកូនចៅទាំងអស់នៅក្នុងក្រុមគ្រួសារគឺកម្រមាននរណាម្នាក់ទុកពេលឲ្យនៅទំនេរណាស់ពួកគេតែងតែចុះមកចំការជាប្រចាំដើម្បីជួយមើលការងារទៅតាមលទ្ធភាពនិងសមត្ថភាពដែលអាចធ្វើទៅបានដោយអ្វីដែលប្អូនបានបញ្ជាក់ឲ្យថាក្រៅពីការធ្វើចំការក្រុមគ្រួសាររបស់ប្អូនឆ្លៀតចិញ្ចឹមសត្វខ្លះៗទៀតដូចជាគោជ្រូកមាន់ទាជាដើមដើម្បីបានលាមកធ្វើជីហើយអាចយកសាច់ទទួលទាននិងសល់ខ្លះនាំទៅកាន់ទីផ្សារថែមទៀតឥឡូវនេះក្រុមគ្រួសាររបស់ប្អូនបានរៀបចំធ្វើឡជីវៈឧស្ម័នថ្មីបន្ថែមមួយទៀតដើម្បីបង្កើនថាមពលអគ្គិសនីប្រើប្រាស់ក្នុងចម្ការហើយក៏អាចបន្ថែមចំនួនជីធម្មជាតិសម្រាប់ដាក់ដំណាំមួយចំនួនដែលគ្រួសារប្អូនកំពុងមានដូចជាស្វាយទុរេននិងដំណាំខ្នុរជាដើមដែលអាចជួយកាត់បន្ថយបាននូវការចំណាយលើការទិញជីបានមួយផ្នែកដែរដូច្នេះកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ដែលបានបង្ហាញជូនលោកអ្នកជាបន្តបន្ទាប់មកនេះគ្រាន់តែជាជ្រុងមួយជួយផ្ដល់នូវគំនិតខ្លះៗសម្រាប់លោកអ្នកដើម្បីទុកជាប្រយោជន៍ជូនលោកអ្នកទៅតាមលទ្ធភាពដែលអាចធ្វើទៅបានកំណើនៅផ្លូវសេដ្ឋកិច្ចសម្រាប់បានជីវភាពកាងកាន